ចាសូមជម្រាបសួរចាបងប្អូនបងអនចាត់ថ្វាយបង្គំដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃទាំងអស់គ្នាខ្ញុំព្រះករណាសូមក្រាបថ្វាយបង្គំដល់គុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะរិកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករណាចូលមានដល់ព្រះដ៏មានព្រះភិអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយសាធុសាធុអរគុណអ្នកគ្រូថ្ងៃនេះជាថ្ងៃទី25ខែសីហាឆ្នាំ2026ថ្នាក់ចិត្តសឹកម៉ោង8យប់សិក្សាដល់ថៃណៈចិត្តសឹកចឹងយើងឆ្លើយសំណួរបន្តទៀតហើយមានអីសួរមេរៀនសួរក៏បានមុននឹងយើងឆ្លើយសំណួរចាសូមគោរពជម្រាបសួរអ្នកគ្រូបញ្យល់ចាត់ខ្ញុំស្ដាប់ច្រើនដងតែអត់យល់សោះអ្នកគ្រូបញ្យល់អាចយល់យប់មើលចិត្តសឹកកើតមួយចិត្តចាចិត្តសឹកកើតមួយចិត្តចាឥឡូវខ្ញុំបញ្យល់មួយអញ្ចឹងមុននឹងយល់ចិត្តតតែអនឯងចាំអកុសលចិត្តសឹក14ហ្នឹងចែកជា5ពួកចាំអត់ចាំទេចាំអ្នកគ្រូចាំអាហ្នឹងបានចូលចិត្តរហ័សយល់ចាអញ្ចឹងអានេះស្អីគេហ្នឹងហើយខ្ញុំបញ្យល់លោភៈចឹងមិនចាំតែក្រុមទី2ហ្នឹងទេគឺចាំទាំង3ក្រុមនិង11ពួកចឹងពួកទី1ណាក្រុមទី1ឈ្មោះថាអីអញ្ញសមានាចិត្តសឹកជាចិត្តសឹកដូចម្ដេចចិត្តសឹកស្មើអ្នកគ្រូពាក្យស្មើហ្នឹងអាចកើតបាននៅក្នុងអកុសលក៏បាននៅក្នុងកុសលក៏បាននិយាយរួមជាតិទាំង4ហ្នឹងគឺវាអាចកើតបានទាំង4ជាតិយល់ទេចាហើយចែកជា2ពួកទី1ឈ្មោះអីពួកទី1ឈ្មោះថាសព្វចិត្តសាធារណៈចេតសិកមានន័យថាម៉េចមានន័យថាជាចេតសិកទៅគ្រប់ចិត្តចឹងចិត្ត89ហ្នឹងដួងណាក៏មានវាដែរអាសព្វចិត្ត7ហ្នឹងណាចាបកនិកៈមានន័យថាម៉េចបកនិកៈមានន័យថាជាចេតសិកកើតរត់រាយចឹងវាអត់ពិតប្រកបទេចាវាពិតប្រកបថាក្នុងចិត្តសឹកមួយហ្នឹងកើតបានចិត្ត89ឬ121ដួងដូចជាសព្វចិត្តទេហើយសព្វចិត្តៈហ្នឹងគឺជាចិត្តសឹកដួងណាក៏អាចកើតទាំង89 121ដួងដែរចំណែកបកនិកៈគឺជាចិត្តសឹករត់រាយវាកើតបាន4ជាតិមែនតែវាកើតតាមសំគួរដល់ចិត្តដូចជាពិតកៈអញ្ចឹងកើតបាន55វិចារៈ66អីជាដើមអញ្ចឹងវាកើតនឹងវាអញ្ចឹងហើយទៅគេហៅថាជាចិត្តសឹកសំគួរនោះកនិកៈរត់រាយតបមកពួកក្រុមទី2 5ពួកទី1ឈ្មោះអីពួកទី1ឈ្មោះថាមោចតុកៈចេតសិកមោចតុកៈកើតក្នុងចិត្តបានប៉ុន្មានដួងកើតក្នុងចិត្តបាន12ដួងចាឲ្យតែអកុសលចិត្ត12ដួងណាក៏មានលេខ4ហ្នឹងដែរយល់ទេចាចាប់កន្លែងហ្នឹងឲ្យបានចាបន្ទាប់មកឡូតិកៈ3ពួកទី2ឡូតិកៈ3
កើតក្នុងចិត្តបានប៉ុន្មានដួងលោតិកៈ3នោះកើតក្នុងលោភៈមូលចិត្ត8ដួងចាចុះបើទោសៈវាកើតបានអត់លោតិកៈហ្នឹងទោសៈវាកើតអត់បានទេអ្នកគ្រូអត់កើតអត់បានទេចុះមោហៈមូលចិត្ត2ដួងកើតបានអត់មោហៈមូលចិត្ត2ដួងកើតបានព្រោះវាកើតអត់បានទេកើតអត់បានទេចាអញ្ចឹងបើគេកើតលោភៈ8កើតលោភៈ8ហ្នឹងទៅកើតស្អីទេចាចុះអាហ្នឹងក្រែងថាវាកើតគ្រប់ចិត្តទេអ្នកគ្រូគេនិយាយលោតិកៈតាគេលោតិកៈមិនប្រាប់ខ្ញុំ8ដួងហើយចាបើកើត8ដួងឲ្យវាកើតទៅធ្វើ8ដួងទៅកុំឲ្យវាទៅកើតព្រោះចិត្តទាំងអស់12ដួងអញ្ចឹងបើគេ8ឲ្យគេកើតទៅ8ទៅយល់ទេចាំហើយហ្នឹងបន្ទាប់មកអញ្ចឹងពាក្យលោភៈទោសៈមោហៈហ្នឹងអស់លោភៈទិដ្ឋិមានះហ្នឹងអត់អាចកើតចិត្តក្រៅពីលោភៈមួយចិត្ត8ដួងហ្នឹងទេណាតទៅទៀតតោចតកៈ4កើតក្នុងចិត្តបានប៉ុន្មានដួងកើតក្នុងចិត្តបានតោសៈមួយចិត្ត2ដួងអ្នកគ្រូចាអញ្ចឹងចាំទៅតោចតកៈហ្នឹងតតែ2ដួងហ្នឹងបានវាទៅកើតបើក្រៅពី2ដួងហ្នឹងទេ10ដួងទេវាអត់ទៅកើតទេយល់ទេចាំមានវាចាំកើតចាំមានតោសៈមួយចិត្ត2ដួងចាំមានតោចតកៈ4យល់ទេឲ្យចាំអញ្ចឹងគេចែកដើម្បីយកទៅដាក់ក្នុងចិត្តអញ្ចឹងបន្ទាប់មកថៃតកៈ2កើតក្នុងចិត្តបានប៉ុន្មានដួងថៃតកៈ2កើតនៅក្នុងអកុសលដែលជាសសង្ខារិកៈ5ដួងសង្ខារិកៈ5ដួងលោភៈ4តោសៈ1ចាអញ្ចឹងឲ្យតែលោភៈដួងទី2ទី4ទី6ទី8ដឹងឲ្យមានថៃតកៈយល់ទេចាហើយឲ្យតែតោសៈមួយចិត្តដួងទី2ដឹងឲ្យមានថៃតកៈអាចាំអញ្ចឹងទៅធ្វើម៉េចឲ្យគេប្រាប់5ដួងឲ្យវាកើតអស់5ដួងទៅចាបន្ទាប់មកវិជ្ជកិច្ឆាមួយហ្នឹងគឺវាកើតតែក្នុងមោហៈមួយចិត្តដួងទី1ទេចាអញ្ចឹងមោហៈមួយចិត្តទាំងអស់មាន2ដួងចាអញ្ចឹងអេកវិជ្ជកិច្ឆាមួយហ្នឹងគឺវាកើតនៅក្នុងដួងទី1ចាចំណែកដួងទី2ហ្នឹងវាជាឧត្តចៈសម្បយុត្តហ្នឹងវានៅក្នុងមោចតកៈ4ចាវាមានមោហៈហេរកៈណោតបៈឧត្តចៈចាចឹងអស់ហើយបន្ទាប់មកយើងរអានេះអត់មានតកតងនឹងសណួរណាអានេះតកតងនឹងនិយាយពីចិត្តបណ្ដោយអញ្ចឹងយើងដឹងហើយណាអកុសលចេតសិកអត់ទេអកុសលចិត្ត12វាមាន12ដួងវាមានលោភៈមួយចិត្ត8ដួងតោសៈមួយចិត្ត2ដួងមោហៈមួយចិត្ត2ដួងអញ្ចឹងគេត្រូវរៀនលោភៈមុនលោភៈមុនអញ្ចឹងយើងត្រូវរៀនលោភៈទាំង8ដួងមុនប៉ុន្តែគេរៀនម្ដងតែមួយដួងទេចាមួយដួងហើយយើងដឹងទេអាលោតិកៈ3ហ្នឹងទិដ្ឋិកើតបានអាដួងទិដ្ឋិបាន4ដួងមែនទេយើងរៀនរួចហើយមែនអត់ចាអ្នកគ្រូចាមានអ្នកក៏កើតបាន4ដួងដែរចាហើយអា4ដួងនេះកើតនៅក្នុងទិដ្ឋិកតៈសម្បយុត្តតាំងនេះទិដ្ឋិកតៈសម្បយុត្តតាំងពាក្យទិដ្ឋិកតៈសម្បយុត្តតាំងហ្នឹងមើលខ្មែរគេប្រកបមើលខ្មែរគេបកប្រែនេះប្រកបដោយមិច្ឆាទិដ្ឋិអញ្ចឹងមិច្ឆាទិដ្ឋិនេះទិដ្ឋិទាំងអស់ទិដ្ឋិយល់ឃើញត្រឹមតែជាសកាយទិដ្ឋិក៏ចូលនៅក្នុងនឹងទិដ្ឋិដាច់កម្មបត្តិក៏ចូលទៅក្នុងនឹងទិដ្ឋិដែលយល់ខុសថាសម្រាប់មេដាបេដាទៅអត់មានបាបឬក៏សម្រាប់មនុស្សអត់មានបាបឬក៏សម្រាប់សត្វបរិភោគធ្វើជាចំណីអាហារក៏អត់មានបាបណាព្រោះការរស់ស៊ីអីមិនបាត់គេហ្នឹងគ្មានបាបអីទេគ្រាន់តែជាមុខរបរអញ្ចឹងទៅហ្នឹងសិតតែជាមច្ឆាទិដ្ឋិដែលដាច់កម្មបត្តិគ្រប់អង្គធ្លាក់ទៅនរកព្រោះសម្រាប់មេដាបេដាតែអនន្តរិយកម្មអញ្ចឹងណាអាហ្នឹង
គឺប្រកបដោយមច្ឆាទិដ្ឋិទាំងអស់នេះយល់ថាមេដាបេដាអត់មានគុណអីទៅសម្រាប់គាត់ចោលអីចឹងអាហ្នឹងមច្ឆាទិដ្ឋិនៅក្នុងនិយតមច្ឆាទិដ្ឋិចាចឹងរៀបរាប់ប៉ុណ្្នឹងហើយយើងត្រូវមើលនេះខ្ញុំមើលអា8ដួងហ្នឹងឲ្យមើលច្បាស់អញ្ចឹងនេះទិដ្ឋិ4ដួងនេះឲ្យតែទិដ្ឋិកតសម្យុទ្ធនេះគឺជាចិត្តប្រកបដោយមច្ឆាទិដ្ឋិនេះអញ្ចឹងពេលប្រកបវាមានលោភវាកើតជាមួយលោភៈនិងទិដ្ឋិនេះអញ្ចឹងមួយដួងណាដួងទី2នេះក៏ទិដ្ឋិដែរនេះឃើញទេត្រ4ដួងឲ្យឃើញនេះដួងទី3នេះមេនះនេះដួងទី3នេះទិដ្ឋិកតវបយុទ្ធនេះគឺបានន័យថាប្រះចាកទិដ្ឋិអញ្ចឹងកាលណាប្រះចាកទិដ្ឋិគឺមេនះនឹងឯងដួងទី4នេះក៏ប្រះចាកទិដ្ឋិដែរនេះអញ្ចឹងមេនះបាន2មេនះបាន2ទិដ្ឋិបាន2ដួងទី5ឈប់សោមនោះហើយអបិខាម្ដងប៉ុន្តែវាជាទិដ្ឋិនេះបាន3ដួងទិដ្ឋិដួងទី6នេះទិដ្ឋិទៀតបាន4ដួងឃើញទិដ្ឋិតសម្យុត្តតាំងប៉ុន្តែជាអបិខាស្របទៅទិដ្ឋិនឹងកើតបាន4ដួងសោមនោះ2ដួងអបិខា2ដួងចំណែកវបយុត្តវិញវបយុត្តបានន័យថាប្រកបដោយមេនះហ្នឹង4ដួងដែរនេះដួងទី3ទី4សោមនោះដួងទី7នេះអីនេះទិដ្ឋិកតវបយុត្តតាំងហើយដួងទី8ហើយវបយុត្តអញ្ចឹងវបយុត្ត4សម្បយុត្ត4ប្រកបដោយទិដ្ឋិ4មិនប្រកបដោយទិដ្ឋិ4តែប្រកបដោយមេនះនោះជួនកាលដួងវបយុត្តមិននិយាយប្រកបដោយមេនះដួងវបយុត្តនោះជួនកាលមិនអាចមានមេនះទេគ្រាន់តែជាប់ជំពាក់នឹងអ្វីមួយហ្នឹងក៏ហៅថាវបយុត្តដែរព្រោះវាប្រះចាកការយល់ខុសដូចជាស្រឡាញ់កូនស្រឡាញ់ផ្ទះជាប់ជំពាក់ជាមួយនឹងគ្រឿងអលង្ការជាដើមជាប់ហើយអត់បានទៅប្រៀបទៅមួយគេជាប់ហើយអត់បានយល់ខុសអាហ្នឹងលោភៈកើតតែឯងទេអត់មានទិដ្ឋិហើយក៏អត់មានមេនះដែរសរុបទៅលោតិកៈ3ហ្នឹងមានលោភៈទិដ្ឋិមេនះហ្នឹងឲ្យតែដួងណាប្រកបមួយទិដ្ឋិបានជាញាណបានជាទិដ្ឋិកតសម្យុត្តឲ្យតែចិត្តណាប្រកបដោយមេនះក្តីប្រកបដោយលោភៈតែឯងក្តីហៅថាវបយុត្តដែរតោះឥឡូវប៉ុណ្ណឹងខ្ញុំចូលរាប់ចេតសិកឲ្យមើលរាប់ចេតសិកឲ្យមើលបបលមកខ្វាច់ទៅពោះដែរនេះចឹងដួងទី1នេះយើងមើលជាភាសាបាលីហើយយើងរកចេតសិកទៅសោមនស្សសសហកតាំងទិដ្ឋិកតសម្បយុត្តតាំងអសង្ខារិកាំងលោភៈមួយចិត្តប្រព្រឹត្តទៅជាមួយនឹងសោមនស្សវេទនាចឹងបើគេសួរថាតើលោភៈមួយចិត្តដួងទី1ប្រកបដោយវេទនាអីវេទនាជាសោមនស្សហើយយើងឆ្លើយយ៉ាងទៅប្រកបដោយសោមនស្សវេទនាប្រកបដោយមិច្ឆាទិដ្ឋិដោយការយល់ខុសណាហើយមានកម្លាំងខ្លាំងពាក្យមានកម្លាំងខ្លាំងហ្នឹងគឺអសង្ខារិកៈហ្នឹងឯងអត់មានអ្នកណារវល់ដឹកនាំទេគឺយល់ខុសដោយខ្លួនឯងយល់ខុសដោយខ្លួនឯងថារស់ស៊ីម្បាត់គេហ្នឹងអត់មានបាបទេរបៀបរបបពេលរស់ស៊ីគេរស់តែអញ្ចឹងឯងរស់ត្រង់ពេកគេមិនហៅរស់ស៊ីទេគេមិនហៅរស់ស៊ីទេព្រោះអីវាខុសគេខុសឯងហ្នឹងណាបើរស់ស៊ីត្រង់ពេកវាខុសគេខុសឯងពួកគេត្រូវថ្លឹងបាត់គេអញ្ចឹងទៅហើយលក់បញ្ចុះតម្លៃបន្តិចទៅដើម្បីលក់ឲ្យឈ្នះគេអាហ្នឹងក្បួនគេឆ្លាតក្នុងការរកស៊ីគេធ្វើចឹងឯងអាហ្នឹងមច្ឆាទិដ្ឋិយល់ដោយខ្លួនឯងអញ្ចឹងណាអញ្ចឹងក៏រកស៊ីប្រព្រឹត្តជារឿយទៅហើយកើតអកុសលជារឿយទៅគ្រប់អង្គធ្លាក់នរករឿយទៅអញ្ចឹងណាអាហ្នឹងយល់ខុសថារកស៊ីលួចបំបត្តិគេស្ទឹង
បាត់ភ្នែកជីងកប់កេងគេហ្នឹងអត់មានបាបអីទេអញ្ចឹងហ្នឹងហើយយល់ខុសដោយខ្លួនឯងនេះកម្លាំងខ្លាំងមកឥឡូវវិធីចូលកើតជាមួយចិត្តយកចិត្តសឹកទៅដាក់ក្នុងចិត្តណាសមរសាសាកតាំងតថេកតៈសម្យុតាំងអសង្ខារិកាំងអញ្ចឹងលោកថានៅក្នុងដួងទី1ហ្នឹងមានចិត្តសឹក19អញ្ចឹងយើងរកធ្វើម៉េចចេញ19អញ្ញសមាណាគេយកនេះឥឡូវខ្ញុំចែកចេះហើយរហ័សយល់នៅក្នុងចិត្តសឹក3ក្រុមហ្នឹងណាអញ្ញសមាណា13នេះណានិងអកុសលចិត្តសឹក14នេះណានិងសោបនៈ25នេះណាពេលណាអកុសលចិត្តទាំង12គឺនេះយកចិត្តសឹកប៉ុណ្ណេះយកមកប្រើការយកមកបញ្ចូលក្នុងចិត្ត27ចិត្តសឹកហើយពេលណាសោបនៈនេះអានេះ12ចា12អានេះ59កើតបាន59ណាអញ្ចឹង59ដួងនេះណាសោបនៈចិត្ត59នេះណាអានេះអកុសលចិត្ត12មាន27ចិត្តសឹកចំណែក59ដួងនេះមានចិត្តសឹក38នេះអញ្ចឹង38យកនេះយកអញ្ញសមាណា13នេះយកមកបូកមួយសោបនៈចិត្តសឹក25នេះឃើញទេអញ្ចឹងឲ្យដឹងទៅនេះចិត្តសឹក38ដែលត្រូវកើតនៅក្នុងសោបនៈចិត្ត59ចិត្តសឹក27ដែលត្រូវកើតនៅក្នុងអកុសលចិត្ត12តើឥឡូវយើងបញ្ចូលអញ្ចឹងក្រុមដួងទី1ត្រូវមានចិត្តសឹក19អញ្ចឹងលោកថាឲ្យនេះអកុសលចិត្ត12ត្រូវតែមានអញ្ញសមាណាផងសោបនៈអកុសលចិត្តសឹក14ផងអញ្ចឹងត្រូវយកមកទាំងអស់មកនេះអញ្ញសមាណា13សព្វចិត្តនេះកើតគ្រប់ចិត្តអញ្ចឹងត្រូវមកដាក់មកហើយបកណ្ណកៈនេះវាកើតអគ្រប់ចិត្តមែនប៉ុន្តែចិត្តនេះក្រាក់ត្រូវកើតទៅ6ហើយនេះហេតុអីអញ្ញសមាណាអត់ដកភាសាវាសោមនស្សអញ្ចឹងសោមនស្សគេដាក់ទាំងអស់នេះបកណ្ណកៈនេះកណ្ណកៈនេះវាមានបៃតិនេះកណ្ណកៈនេះវាមានបៃតិណាបៃតិនេះបៃតិនេះអញ្ចឹងគេដកទេដោយសារវាសោមនស្សអញ្ចឹងបកណ្ណកៈអាចកើតបានទាំង6បើដួងណាមានវេទនាមិនមែនសោមនស្សគឺអត់មានបៃតិទេដូចជាលោភៈនេះវាមានវេទនាច្រើនហើយមានវេទនាតែ2ទេអបេខានិងសោមនស្សអញ្ចឹងដួងណាមានអបេខាបៃតិអត់មានទេតែដួងនេះសោមនស្សអញ្ចឹងមានបៃតិអញ្ចឹងហើយបកណ្ណកៈកើតបានទាំង6ចាអញ្ចឹងយើងមើលហើយបន្ទាប់មកអស់ហើយក្រុមទី1បាន13ហើយអញ្ចឹងយកចូលក្រុមទី2ក្រុមទី2គឺយកក្រុមណាយកពួកណាដែលអាចកើតបានណាយកពួកណាដែលអាចកើតបានទី1គឺមោចតកៈអញ្ចឹងវាកើតគ្រប់អកុសលចិត្ត12អាចកើតបានឃើញទេយើងមកដាក់បន្ទាប់មកយកពួកទី2លោទកៈ3តែលោទកៈ3នោះយើងដឹងហើយថាវាមិនអាចកើតនៅក្នុងចិត្តមួយដួងឬក៏ហៅចិត្តបាតហ្នឹងកើតលោទកៈ3បានទេព្រោះវាមានអារម្មណ៍ខុសគ្នាមួយមួយវាជាប់តែម្យ៉ាងលោភៈមួយទៀតជាប់ហើយយល់ខុសជាប់ហើយយល់ខុសហ្នឹងគឺលោភៈនិងទិដ្ឋិមួយទៀតជាប់ហើយលើកដង្កើងខ្លួនឃើញទេពេលណាជាប់ហើយលើកដង្កើងខ្លួនលោភៈហើយមានអ្នកប៉ុន្តែដួងនេះជាដួងទិដ្ឋិកតៈសម្យុទ្ធអញ្ចឹងវាជាប់ហើយយល់ខុសអញ្ចឹងហើយត្រូវវាមានអ្នកចេញអញ្ចឹងលោទកៈ3នេះកើតបានតែ2ទេវាមានអ្នកអញ្ចឹងសរុបទៅ19អត់មើលនេះអញ្ញសមាណា13មោចតកៈ4 17លោទកៈ2 19យល់អត់ចាអ្នកគ្រូចាំបើដាក់សមាណាចេតសិក13ហើយចាំមិនក៏នៅមានសព្វចិត្តសាធារណៈអាហ្នឹងគេរាយអញ្ចឹងគេបញ្យល់យើងថានៅក្នុងអញ្ញសមាណា13ហ្នឹងវាចែកជា2ចែកជា2ហើយវាកើតអា7វាដឹងរ៉ាច់គ្រប់ចិត្តហើយប៉ុន្តែ6នេះវាអត់រ៉ាច់ទេប៉ុន្តែចិត្តនេះវាបាន6ដោយសារអីដោយសារដួងវិសោមនស្សតែកាលណាវា
វាអពេខានេះអពេខាវាកើតបាន6ណានេះដួងអពេខាខ្ញុំបបល់ចូលអពេខានេះអីនេះឃើញទេប្រកណ្កៈអត់បានអត់ដាក់បែកទេចឹងគាត់ដាក់សរុបបណ្ដោយណា12នេះ12នេះគឺប្រកណ្កៈតែ5នេះឃើញទេឃើញវាបែកទេនេះចាបើគាត់ថាលោកដាក់ដួងទី1ទៅយើងគាត់លោកបញ្យល់ទៅតែដល់បើដួងផ្សេងអត់ដែរដាក់កាប់បណ្ដោយយល់អត់ប៉ុណ្ណឹងចាយល់លោកអ្នកគ្រូយល់ដួងទី1សិនអ្នកគ្រូចឹងអ្នកគ្រូបញ្យល់តែ1ហ្នឹងសិនបានអ្នកគ្រូចាចឹងខ្ញុំបញ្យល់ដួងទី2ឲ្យហើយចាចឹងនេះយើងមើលណាដួងទី1ហ្នឹងគឺអត់មានថៃតកៈទេនេះអត់មានថៃតកៈទេដោយសារអីដោយសារចិត្តវាជាអសង្ខារិកៈកម្លាំងខ្លាំងចាកម្លាំងខ្លាំងគឺមកចាំមានថៃតកៈទេថៃតកៈនេះវាដាក់តែចិត្តណាដែលត្រូវគេបបួលដឹកនាំឥឡូវចូលដួងទី2នេះគឺមានថៃមធៈនេះឃើញទេមានថៃតកៈហើយថៃតកៈពេលកើតអត់មានបែកគ្នាទេវាកើតទាំងពីរចឹងដួងទី2ហ្នឹងគឺមិនដែរហ្នឹងនេះដោយសារអីវាសសង្ខារិកម្មដូចជារស់ស៊ីម្បត្តិគេមិញហ្នឹងគឺមានកម្លាំងខ្លាំងយល់ខុសដល់ខ្លួនឯងអញ្ចឹងណាយល់ថាការលក់ដូរទៅខ្ញុំឆ្លាតណាខ្ញុំលក់គេលក់1គីឡូ10000ខ្ញុំលក់តែ9000ទេឬក៏8000ទេប៉ុន្តែខ្ញុំឆ្លងតែ7ខាំអញ្ចឹងទៅតែនេះឲ្យខ្ញុំលក់ដាច់ណាគ្មានបាបអីទេគេរស់ស៊ីក៏ឆ្លាតអញ្ចឹងបាទគេហៅថាមនុស្សតែអញ្ចឹងណាអញ្ចឹងមិនឆាតតិវាយល់ចឹងយល់ខុសហើយគេគិតថាគេឆ្លាតទេតែដួងទី2នេះចាដួងទី2នេះសម្រាប់អ្នកអត់យល់ខុសទេគាត់រស់ស៊ីទៀងត្រង់អញ្ចឹងណាហើយគាត់ទៅលក់ចិត្តអ្នកលក់អញ្ចឹងហ៎ហើយក៏លក់ត្រង់10ខាំ1គីឡូក៏លក់10ខាំហើយក៏លក់ចំណេញអីតិចតួចតាមគេអញ្ចឹងទៅអត់សូវមានអ្នកទិញគាត់ទេហើយបានអ្នកដែលយល់ខុសហ្នឹងគាត់មកបញ្យល់ហើយលក់អញ្ចឹងធ្វើមិនតាន់គេហើយឃើញគេមកលក់អស់ហើយគេលក់មកបាយអី1គីឡូឆ្លងស10ខាំហើយលក់អញ្ចឹងធ្វើមកចំណេញឃើញទេឃើញរកតែតម្លៃកន្លែងឲ្យគេបានថ្លៃសេវាថ្លៃអត់បានអញ្ចឹងឃើញអត់នេះគេលក់ដូចនេះដូចពួកខ្ញុំអញ្ចឹងឯងយកជិះទៅធ្វើតាម3ខាំ7ខាំមើលតាណាសាញ់ឆ្លងឲ្យគេគ្រប់ម្ដងទៅហើយរួចហើយឆ្លងអញ្ចឹងទៀតទៅបញ្យល់គេមានបាបអីទេមានបាបទេហើយគាត់នោះដូចគេបញ្យល់អញ្ចឹងថាអើយខ្ញុំអត់ទេខ្ញុំដើរឆ្លងខ្វះឲ្យគេផងខ្ញុំលក់ទៅអញ្ចឹងអញ្ចឹងហើយមិនជឿខ្ញុំទេឯងធ្វើអញ្ចឹងទៅឯងទៅមើលទៅលក់1ថ្ងៃ2ថ្ងៃអត់ដាច់ក៏ធ្វើតាមគេទៅអាចយល់ខុសខ្ញុំគិតថាមែនឃើញគេមែនតែម្នាក់ណាច្រើនអ្នកគ្រប់គ្នាគេបំបត្តិតែអញ្ចឹងឲ្យគេរកស៊ីតែអញ្ចឹងមែនក៏យល់ខុសតាមគេទៅអាហ្នឹងហើយគឺមិនមែនទេគឺសសង្ខារិកៈនេះចិត្តហ្នឹងអត់ធ្លាប់ទេអត់ធ្លាប់យល់ខុសទេតែបានគេបញ្យល់ណែនាំទៅស្រាប់តែលក់ដាច់ទៅអូមែនចាប់ពីថ្ងៃហ្នឹងទៅយល់ខុសខ្លួនឯងបណ្ដោយហ្នឹងហើយអញ្ចឹងកើតតាមដំណើរមិញទៅតែចាប់ពីនេះវាមានអ្នកដដែលតែថែមថៃទៅកាឲ្យទៅចិត្តណាដែលត្រូវគេបបួលដឹកនាំឲ្យកើតយល់អត់ប៉ុណ្ណាយល់ហើយគ្រូថ្ងៃហ្នឹងយល់ហើយមើលស្អែកយល់អត់យល់ទៀតអត់បងយ៉ាងនេះចាប់បានអីអញ្ចឹងអ្នកគ្រូចាត់ណាដែលសសង្ខារិកៈបានមានថៃតុកៈហ្នឹងហើយចាគេឲ្យសូត្រមិញថៃតុកៈកើតក្នុងសសង្ខារិកៈបាន5ដួងមែនទេចាអញ្ចឹងលោភៈនេះបាន4ដួងដួងទី2ទី4ទី6ទី8 4ដួងតោសៈវាមានតែ2ដួងឯងអញ្ចឹងវាកើតនៅក្នុងដួងទី2ចាដូចជាហ្នឹងហើយដូចជាគេ
cái chê phím không phím nó đuông thì ngồi chê mà chế ý chê thay vì tha ta còn là cái chê phím không phím và xạ xong khá đấy cả nó cái chê chẳng tới là thôi chứ không sẽ lại mà mệt bạp với anh không nè anh chế bạp nè anh thế bờ ấy bàn cái nhung cái nhung than trẻ bên ta cụ thể họ thà cái chế phím không phím cái chế phím không lúc này sao dừng lư mỗi tiết dương họ ban lư thì dương họ ban lư thế cái miền nè mà phạt dương đợt mà phạt bong bong nè nó phong gì đào bằng ai hết chơi điểm đàm một trên phong ai trăm mà chẳng tới giờ cô đang khăng ở cái gì bắt tới đó mấy nó đó bằng anh chứ tao mà đạp cho nó sẽ đạp vào cho nó chẳng có khăng tăng về tại sao cái nhung ở chê ở khăn anh nói chỉ sạ sang kha để cả miền thay từ cả pi đừng ai nhá là tổ sạ ngồi chặt chẳng còn năng cha dương cho sầm nô sầm nô sao mấy đà cái đà chặt sắp ấy slide ta thế Phần slide chặt mùi ế bong bị ní slide dụng mấy đau nè chặt sắp chẳng chơi chặt mùi chẳng nô ti chặt sắp này ta mất thẻ chết sắc thật nông khung chặt nè chăm lái mất thẻ chết sắc thật nông ca ma và chả phun chặt sầm nô ti chặt sắp pi ta mất thẻ chết sắc cát nông phun sát ban phần màn phun nà khla chăm lái mất thẻ chết sắc cát nông phun sát ban sam sập phun miền ca mà phun đập muối phun đập pram vì sợi nhấy nâng rùa phun buồn sầm nô ti chặt sập bay ta mất thẻ chết sắc cát sray và thổ nà chăm lái mất thẻ chết sắc cát sray hạt dạ và thổ sầm nô ti chặt sập buồn ta mất thẻ chết sắc cát đau mình sray và thổ ba đại tề mất thẻ chết sắc cát sray và thổ ngàn sầm nô ti chặt sập pram ta mất thẻ chết sắc chia hai rư nè hai chăm lái mất thẻ chết sắc chia nè hai sầm nô ti chặt sập pram par chặt sập pram mùi ta mất thẻ chết sắc cát rùm chỉ mùi hai ban đại tề chăm lái mất thẻ chết sắc cát rùm chỉ mùi hai ban sầm nô ti chặt sập pram mất thẻ mà chứ nhầm đã khó thay nã tao này bong đã khó mất thẻ thay hơi hàng lơ mà chua mất thẻ mà chua thay nã mà chua nè cửu mất thẻ mà chà riêng tao nó thay nã nào mất thẻ nào slide rồi nó thay nã cho ba lần mà rồi chiên sầm nô nữa này cậu nó thấy nã ha sopi sầm nô này cậu mặt nhẹ ha sopi tiệt chả chẳng là anh ấy vừa rồi nè là anh ấy phải sầm nô nó mãi cho chăm slide mấy thế chọc thấy nã ha sopi châu ha bấy mặt nhẹ này cậu nhưng mà bạn sẽ đạp không dục mà nhưng sẽ đạp nó tiết tới bạn đang thà bằng hiền có slide trời đã và nhom lư thật chất mày đã đằng ấy đằng nhom slide khó
សំណួរយើងអាចឆ្លើយកន្លែងណាយកមកយកកើតក្នុងអកុសលចិត្តហ្នឹងអ្នកគ្រូហើយកើតក្នុងអកុសលចេតសិកប៉ុន្តែអកុសលចេតសិកហ្នឹងហើយបើខ្ញុំទៅគិតថាអកុសលចិត្តបងខ្ញុំថាអកុសលចិត្តបានសសង្ខារិកៈ5ដួងទៅហើយបងក៏ឆ្លើយខាងអកុសលចេតសិកខ្ញុំស្ដាប់ដល់ទៀតតាមពិតស្ដាប់ក្នុងហ្នឹងវាលឺទៅចេតសិកលឺទៅចិត្តហើយស្ដាប់ហើយបានដឹងថាខ្ញុំនិយាយខុសសំណួរទី30សាមញ្ញអ្នកគ្រូខ្ញុំឆ្លើយកើតថៃណចេតសិកកើតរួមជាមួយអកុសលចេតសិកប៉ុន្មានអ្វីខ្លះដែលខ្ញុំឆ្លើយថៃណចេតសិកកើតរួមជាមួយអកុសលចេតសិក12វាថៃណនិងវិជកិច្ឆាចាតោះឥឡូវនេះមិននិយាយបើសិនជាអានោះឡើងសរមិទ្ធៈហ្នឹងនិយាយទៅអីយើងអត់រៀនផងខ្ញុំឆ្លើយរួចទេរួចហើយឆ្លើយនេះវិញអានេះម្នាក់បាយសិនចឹងខ្ញុំឆ្លើយទី1ទៅមុនដែរអ្នកគ្រូចាទី1ហ្នឹងចាសំណួរថៃណចេតសិកថ្ងៃទី25ខែសីហា2026សំណួរទី1មិត្តៈកើតក្នុងចិត្តមានកម្លាំងខ្សោយតើហៅថាអ្វីចម្លើយថៃណកើតក្នុងចិត្តមានកម្លាំងខ្សោយហៅថាសសង្ខារិកៈអូខេសំណួរទី2មិនចង់លួចត្រូវគេជំរុញណែនាំទៅលួចបានតើលក្ខណៈធម៌ណាចម្លើយមិនចង់លួចត្រូវគេជំរុញណែនាំទៅលួចបានជាលក្ខណៈរបស់ថៃណចេតសិកចាជាសង្ខារិកៈត្រូវហើយអ្នកគ្រូចាយើងមិនដាក់សសង្ខារិកៈក៏បានគេសួរអាចារ្យគេគាត់សួរថាជាលក្ខណៈរបស់ធម៌ណាចាសំណួរទី3មិនចង់ខឹងជេរត្រូវគេញុះញង់ទៅអាចជេរបានតើជាលក្ខណៈធម៌ណាមិនចម្លើយមិនចង់ខឹងជេរត្រូវគេញុះញង់ទៅអាចជេរបានជាលក្ខណៈរបស់ធម៌ថៃណចេតសិកខ្ញុំដាក់អានេះដាក់ដើម្បីបញ្ជាក់ខណៈចិត្តនឹងឲ្យបញ្យល់ថាអាពេលហ្នឹងហើយអាពេលយ៉ាងណាពេលយ៉ាងណីហ្នឹងពេលដែលគេជរុញពេលគេណែនាំឲ្យខឹងឲ្យជេរឲ្យធ្វើបាបឲ្យស្អីសពគ្រប់ហ្នឹងគឺជាលក្ខណៈរបស់ធម៌ណាតើអ្នកណាចូលសំណួរទី4អរគុណជម្រាបលាគ្រូខ្ញុំសូមឆ្លើយសំណួរទី4ឧទាហរណ៍ប្រពន្ធជេរប្តីមិនខឹងតែមិត្តភ័ក្តិនិយាយថាធ្វើដល់ថ្នាក់នឹងហើយមិនខឹងទៀតប្តីខឹងតាមតើជាចិត្តមានកម្លាំងខ្លាំងឬខ្សោយព្រោះអ្វីចម្លើយប្រពន្ធជេរប្តីមិនខឹងតែមិត្តភ័ក្តិនិយាយថាធ្វើដល់ថ្នាក់នឹងហើយមិនខឹងទៀតប្តីខឹងតាមជាចិត្តមានកម្លាំងខ្សោយព្រោះមានគេបបួលចាបើកើតក្នុងចិត្តណាហ្នឹងកើតក្នុងចិត្តក្នុងទោសៈមូលចិត្តដួងទី2អ្នកគ្រូជាសសង្ខារិកៈចាហើយនេះពីលើមកសដួងទី2ទាំងអស់នេះចាដួងសំណួរទី5ទី5ថៃណរុញរាក្នុងកុសលតើថៃណនិវរណធម៌ឬទេចម្លើយថៃណរុញរាក្នុងកុសលថៃណនិវរណធម៌ចាជាថៃណនិវរណៈចាជាថៃណនិវរណធម៌ចាត្រូវសំណួរទី6បើមានថៃណការបដិបត្តិសមាធិទៅមិនរួចទេតើថៃណដើរតួជាអ្វីចម្លើយបើមានថៃណការបដិបត្តិសមាធិទៅមិនរួចទេថៃណដើរតួជាសភាវៈដែលចិត្តរួញរាគឺមានសេចក្តីនឿយណាយរារែកក្នុងការកាន់យកនៅអារម្មណ៍ត្រូវទេអ្នកគ្រូសំណួរអត់ត្រូវទេអត់ត្រូវគេដាក់សំណួរពីលើ
អូសមកហើយហ្នឹងបងយកឥឡូវទី5មកដាក់មកស្នួរខ្ញុំសើបតេគ្នា ចាចា អ្នក ខុស គ្រូ មក អា សំ ហ្នឹង ណួរ ត្រូវអ្នកគ្រូខ្ញុំដាក់បើមានថៃណៈការបដិបត្តិសមាធិទៅមិនរួចទេសំណួរហ្នឹងអ្នកមីងធារីអ្នកមីងរៀង ចា ហ្នឹងហើយហេ ដាក់ ថា ថា ម៉េច គ្រូមានថៃណៈរៀបរៀង សមាធិ គ្រូបើ ទៅ យើងដាក់ មិន ទៅ រួចទេថៃណៈដើរតួជានិវរណធម៌រារាំងកុសលមិនឲ្យកើតហ្នឹង អូ ត្រូវ ខេចាត្រឹមត្រូវចា ចា អញ្ចឹងសំណួរទី5ខ្ញុំប្រាប់เลยនេះថាថៃណៈហ្នឹងវារួញរាក្នុងកុសលតើវាជាថៃណៈនិរណៈធរអត់នឹងឆ្លើយថាអូខេហើយថាជាថៃណៈនិរណៈហើយតែព្រោះអានេះវាត្រូវតែដើរតួជាអ្វីដើរតួជាអាហ្នឹងឯងដើរតួជាថៃណៈនិរណៈហ្នឹងឯង ហើយអ្នកនេះវរណៈ ចាអរគុណអ្នកគ្រូ ហើយវារារាំងមិនវារារាំងដើម្បីដូចបងឯងឆ្លើយចឹងគឺវារួញរានៅក្នុងការបដិបត្តិហ្នឹងវានៅណាយអង្គុយទៅវាធុញអង្គុយទៅវារហ័សរយជើងរយចង្កេះរយខ្នងអីចឹងណាអាហ្នឹងវានៅណាយធ្វើឲ្យចិត្តនឹងខ្ជិលបដិបត្តិអកាទេ អញ្ចឹង យើងថែមនីវរណៈអ្នកគ្រូថែមតានីវរណៈទៅត្រូវ ខ្ញុំអត់សួរទេខ្ញុំអត់សួរថាដូចថារួញរាក្នុងកុសលឬក៏រារាំងក្នុងកុសលយ៉ាងណាទេខ្ញុំគាត់សួរថាបើមានថេណៈការបដិបត្តិទៅមិនរួចតើពេលហ្នឹងនិវរណៈដើរតួជាអ្វីអញ្ចឹងសំខាន់គឺគេសួររតួនាទីរបស់និវរណៈពេលហ្នឹងអ ចាចា តួនាទីរបស់ថៃណៈពេលហ្នឹងព្រោះថៃណៈពេលហ្នឹងវាដើរតួជានិវរណៈវាដើរតួជាមេរំខានគេចា ចាអរគុណអ្នកគ្រូ ចាតោះអ្នកណាចូលសំណួរទី7 ខ្ញុំសូមចូលអ្នកគ្រូខ្ញុំសូមចាសំណួរទី7បើមានថៃណៈមិនចង់ធ្វើទានតើថៃណៈដើរតួជាអ្វីថៃណៈដើរតួជានិវរណៈអ្នកគ្រូ ចាហ្នឹងហើយអញ្ចឹងវាទៅរារាំងមិនចង់ធ្វើទាន ចាមិនឲ្យចិត្តនឹងចង់ធ្វើទាន ទី8បើមានថៃណៈមិនចង់រក្សាសិលបដិបត្តិតើថៃណៈដើរតួជាអ្វីដើរតួជានិវរណៈដែរអ្នកគ្រូព្រោះរារាំងមិនចង់ឲ្យរក្សាសិលអ្នកគ្រូ ចា ទី9បើមានថៃណៈមិនចង់អង្គុយបដិបត្តិតើថៃណៈរារាំងក្នុងការបដិបត្តិឬទេថៃណៈរារាំងមិនចង់ឲ្យអង្គុយបដិបត្តិអ្នកគ្រូ ចាវាខ្ជិលចាវាខ្ជិលដូចជាខ្ជិលក្នុងការធ្វើទានហ្នឹងទៅខ្ជិលអត់ចង់ធ្វើអាថៃណៈកើតឡើងហ្នឹងទៅវាកើតនៅក្នុងចិត្តអីគេកើតនៅក្នុង ថៃណៈពេលហ្នឹងអត់ចង់ធ្វើទានកើតក្នុងចិត្តអី កើតនៅក្នុងចិត្តអកុសលអ្នកគ្រូ កើតក្នុងតោសៈមួយចិត្តហ្នឹង អូចា តោសៈមួយចិត្តពេលហ្នឹងវាកើតនៅក្នុងអីគេមិច្ឆរិយៈចាអ្នកគ្រូ ចាអញ្ចឹងវាធ្វើឲ្យកំណាញ់នឹងឯងធ្វើឲ្យចិត្តកំណាញ់ព្រោះអត់ចង់ធ្វើទានចាចង់ធ្វើទានថៃណៈមិដ្ឋៈកើតនៅក្នុងដួងទី2ចាដូចជាគេហ្នឹងហើយវាដួងទី2ដូចជាគេមកបបួលគេថាចិត្តអត់កំណាញ់ទេព្រោះតែគេបបួលអាថៃណៈមិដ្ឋៈហ្នឹងពួកធ្វើទានបាន
ដូចថាយើងដាក់បាតលោករាល់ថ្ងៃអីចឹងទៅមានគេមកបបួលថាអូកុំដាក់ច្រើនពេកណោះឃើញមើលចង់ភូមិយើងមើលមានឃើញធ្វើបន់អីហ្នឹងគេមានរហូតឯងខំប្រឹងអូយខំធ្វើបន់រហូតហត់ផងអីផងអស់លុយផងអីហ្នឹងទៅពិចារណាមិនឃើញនៅចុងភូមិហ្នឹងដូចជាគេធ្វើតែអំពើបាបគេគ្មានធ្វើអីហ្នឹងគេមានអូមានអញ្ចឹងក៏ចិត្តរួញរាត្រូវគេបបួលកើតការកំណាញ់ហ្នឹងទៅក៏ឈប់ធ្វើទានដោយសារគេបបួលដឹកនាំអញ្ចឹងទៅហ្នឹងវាកើតតែក្នុងដួងទី2ចាអ្នកគ្រូអរគុណគ្រូបានយល់ខ្លះអ្នកគ្រូដល់ពេលអញ្ចឹងថែមទីទៅអ្នកគ្រូអរគុណច្រើនអ្នកគ្រូបាន3ណាបងបានហើយអ្នកគ្រូខ្ញុំបាន3ទី7ទី8ទី9អ្នកគ្រូចានេះអានេះបើមានឋានៈមិនចង់អង្គុយបដិបត្តិចាតើឋានៈរាំងក្នុងការបដិបត្តិឬទេហ្នឹងហើយតែមានឋានៈគឺរាំងហើយការបដិបត្តិហ្នឹងអត់ឡើងទេតោះសំណួរទី10ខ្ញុំទៀតអ្នកគ្រូបងប្អូនបន្តតើបងប្អូនយើងចូលបន្តមកអត់មានណាចង់ឆ្លើយទេម្នាក់3សំណួរទី1សំណួរទី10មួយចូលមកតើមានថៃណាក់មិនចង់រៀនធម៌តើខ្ជិលរៀនព្រោះមានធម៌អ្វីចម្លើយបើមានថៃណាក់មិនចង់រៀនធម៌ខ្ជិលរៀនព្រោះមានធម៌ថៃណាក់ឯអ្នកគ្រូចាត្រូវហើយអញ្ចឹងពេលណាមានថៃណាក់មិនចង់ធ្វើសំណួរបើមានថេណៈមិនចង់រៀនធម៌តើខ្ជិលរៀនព្រោះមានធម៌អ្វីអញ្ចឹងព្រោះមានធម៌ថេណៈហ្នឹងឯងវាខ្ជិលចាអញ្ចឹងសំណួរទី11បើមានថៃណាក់មិនចង់ធ្វើការងារផ្សេងការខ្ជិលនោះព្រោះមានធ្វើអ្វីមានធម៌អ្វីខ្ញុំទៅសេខអញ្ចឹងចម្លើយបើមានថៃណាក់មិនចង់ធ្វើការងារផ្សេងការខ្ជិលនោះព្រោះមានធម៌ថៃណាក់ចាសំណួរទី12ឲ្យចិត្តបំពេញកុសលនឹងកើតសេចក្តីសុខសេចក្តីល្អមិនបានចង់មិនចង់ធ្វើបំពេញខ្ញុំអានសំណួរម្ដងទៀតអ្នកគ្រូឲ្យចិត្តបំពេញកុសលនឹងកើតសេចក្តីល្អមិនចង់ធ្វើព្រោះមិនពេញចិត្តក្នុងការងារនោះព្រោះធម៌អ្វីកើតចម្លើយព្រោះមានថៃណាក់កើតឡើងអ្នកគ្រូចាព្រោះថៃណាក់ហ្នឹងវាកើតក្នុងទោសៈអញ្ចឹងវាពេញចិត្តធម៌ទោសៈកើតឡើងវាពេញចិត្តនឹងការងារហ្នឹងទេប៉ុន្តែបើការងារណាដែលវាពេញចិត្តថៃណាក់អត់កើតទេអញ្ចឹងណាតែការងារណាដែលមិនពេញចិត្តថៃណាក់នឹងកើតហើយចាព្រោះកើតក្នុងទោសៈសំណួរទី13ចាបានហើយម្នាក់4បានម្នាក់3អ្នកទៅចូលចា10លេខ12តាចូល13ចាសំណួរទី13បើរឿងពេញចិត្តមិនខ្ជិលមិនបាច់គេបបួលតើមានថៃណាក់កើតឬទេចាអ្នកគ្រូមិនមានថៃណាក់កើតទេសំណួរទី14មើលរឿងភាគមួយយប់ទល់ភ្លឺមិនងងុយដេកមិនមានតើមានថៃណាក់មិត្តៈឬទេចាអ្នកគ្រូមិនមានថៃណាក់នឹងមិត្តៈទេចាសំណួរទី16
ម៉ែបើម៉ែប្រើឲ្យធ្វើការមិនធ្វើព្រោះមិនពេញចិត្តក្នុងការធ្វើនោះតើមានថៃណៈមិត្តភក្តិកើត អូនម៉ៃអូនមួយដង15អូនមួយចាសំណួរទី15សំទោសអ្នកគ្រូសំណួរទី15មើលបាល់ទាត់មួយយប់មិនងងុយដេកតើមានថៃណៈមិត្តភក្តិកើតឬទេមិនមានថៃណៈមិត្តភក្តិកើតទេអ្នកគ្រូចាឥឡូវសួរបន្តម្ដង13បើរឿងពេញចិត្តមិនខ្ជិលមិនបាច់គេបបួលអញ្ចឹងវាខ្ជិលអញ្ចឹងថៃណៈពាក់កើតទេចាចំណុច14មើលរឿងភាគមួយយប់ទោះភ្លឺមិនងងុយដេកតើមានថៃណៈមិត្តភក្តិឬទេអត់មានហេតុអីណានេះហេតុអីបានមើលមួយយប់ទោះភ្លឺហើយអត់ងុយដេកអត់ខ្ជិលមូលហេតុអីព្រោះមានវិរិយៈអ្នកគ្រូហើយមានចិត្តចង់មើលអ្នកគ្រូអត់ខ្ជិលចានឹងត្រូវហើយព្រោះពេញចិត្តចារឿងរ៉ាវហ្នឹងវាពេញបានវាថៃណៈវាកើតណាចាពេញចិត្តដល់ពេលពេញចិត្តវាកើតក្នុងចិត្តអីអាពីរហ្នឹងវាទៅកើតក្នុងលោភៈហើយទោសៈពេលណាអត់ពេញចិត្តវាកើតក្នុងទោសៈចាពេលណាគេពេញចិត្តកើតក្នុងលោភៈឃើញអត់ចាហ្នឹងហើយអញ្ចឹងចិត្តយើងរាល់ថ្ងៃមានប៉ុណ្ណឹងលោភៈទោសៈតែពេញចិត្តលោភៈអត់ពេញចិត្តទោសៈអញ្ចឹងអថៃណៈនេះវាពេញចិត្តនៅក្នុងរឿងភាគមួយយប់នេះចាគឺវាកើតជាមួយលោភៈមួយចិត្តដួងទី2អីយ៉ាងជាដើមហ្នឹងទៅចាហើយ15នេះក៏ដូចគ្នាដែរនេះពេញចិត្តក្នុងការមើលបាល់មកយប់ទិសភ្លឺនេះចាអញ្ចឹងវាអត់កើតថៃណៈទេព្រោះវាពេញចិត្តជាមួយអារម្មណ៍ហ្នឹងចាពេញចិត្តហ្នឹងបានមើលមកយប់ទិសភ្លឺអត់ងុយដេកហ្នឹងហើយថៃណៈមិត្តភក្តិហ្នឹងអត់កើតទេដោយសារអារម្មណ៍ហ្នឹងវាពេញចិត្តចឹងយល់ទេបងប្អូនយើងចឹងបន្តទៀតមកចាម្នាក់ពីរអ្នកទៀតដាក់សំណួរ21សំណួរចាជំរាបសួរអ្នកគ្រូខ្ញុំសូមឆ្លើយបន្តអ្នកគ្រូសំណួរទី17តើថៃអ្នកមិត្តភក្តិមិនកើតព្រោះអ្វីចម្លើយថៃអ្នកមិត្តភក្តិ1616អ្នកគ្រូចាសំណួរទី16បើម៉ែប្រើឲ្យធ្វើការមិនធ្វើព្រោះមិនពេញចិត្តក្នុងការធ្វើនោះតើមានថៃអ្នកមិត្តភក្តិកើតឬទេចម្លើយបើម៉ែប្រើឲ្យធ្វើការមិនធ្វើព្រោះមិនពេញចិត្តក្នុងការធ្វើនោះថៃអ្នកមិត្តភក្តិមិនកើតទេមើលសំណួរម្ដងទៀតបើម៉ែប្រើឲ្យធ្វើការមិនធ្វើមានថៃណៈមិត្តភក្តិអត់ធ្វើអីខ្ជិលមានចាព្រោះមានថៃអ្នកមិត្តភក្តិណាគ្រូខ្ជិលមានថៃអ្នកសំណួរទីចាមានថៃអ្នកមិត្តភក្តិសំណួរទី17តើថៃអ្នកមិត្តភក្តិមិនកើតព្រោះអ្វីចម្លើយថៃអ្នកមិត្តភក្តិមិនកើតព្រោះមានការពេញចិត្តឬមានវិរិយៈអូខេចាសំណួរទី18ការបដិបត្តិសមាធិបានតើមានថៃអ្នកមិត្តភក្តិឬទេចម្លើយការបដិបត្តិសមាធិបានមិនមានមិត្តភក្តិថៃអ្នកទេនិយាយច្រាស់ទៀតខ្ញុំនិយាយពិចារណាគ្រូការបដិបត្តិអត់មានការបដិបត្តិសមាធិបានតើមានថៃអ្នកមិត្តភក្តិឬទេខ្ញុំថាអត់មានថៃអ្នកមិត្តភក្តិទេណាគ្រូចាត្រូវអូនចាតោះម្នាក់ទៀតម្នាក់ទៀតណាគេអត់ទាន់ឆ្លើយបងផលឆ្លើយមើលលោកគ្រូចេះទេលោកគ្រូអត់ទាន់ឆ្លើយទេជំរាបសួរអ្នកគ្រូនិងបងប្អូនតាមញាតិសំណួរទី19អ្នកបានឈានកំចាត់សង្កត់ធម៌អ្វីដោយអង្គឈាន
ទើបអាចអង្គុយមួយយប់ទល់ភ្លឺមិនងងុយចម្លើយអ្នកបានឈានកម្ចាត់សង្កត់ធម៌ថៃណមិត្តភក្តិដោយអង្គឈានទើបអាចអង្គុយមួយយប់ទល់បាន ត្រូវអត់បង សំណួរទី អាហ្នឹងវារយៈវិញឯអ្នកគ្រូព្រោះអីអាហ្នឹងអង្គអាត្រូវអត់ និយាមអត់ត្រូវព្រោះខ្ញុំថាវិរិយៈអត់មានមិត្តភក្តិត្រូវហើយខ្ញុំសួរហ្នឹងបានន័យថាដូចថាមេរៀនយើងអត់តាន់រៀនដល់គេលោកគាត់អត់តាន់យល់អញ្ចឹងត្រូវហើយព្រោះអ្នកបានឈានទាំងឡាយហ្នឹងកាលណាកំចាត់ថៃណមិត្តភក្តិនៃវរណៈធរទាំង5ហ្នឹងបានទៅឈានឡើងទៅឈានឡើងទៅសម្រាប់ជាបឋមឈានទុតិយឈានអីជាដើមតែកាលណាកំចាត់និវរណៈធម៌ទាំង5ហ្នឹងមិនទាន់បានទេគឺមិនទាន់បានឈានទេអញ្ចឹងពាក្យថាបានឈាននេះគឺបានឈានហើយសម្រាប់បានឈានហើយអញ្ចឹងមុននឹងសម្រាប់បានឈានហើយត្រូវកំចាត់និវរណៈហ្នឹងធម៌ទាំង5ហ្នឹងឲ្យបានតែពេលនេះអត់បាននិយាយទាំង5ទេនិយាយតែថៃណមិត្តភក្តិទេអញ្ចឹងជានិវរណៈថៃណមិត្តភក្តិហ្នឹងមួយក្នុងចំណោម5អញ្ចឹងពេលហ្នឹងលោកកំចាត់ហើយកំចាត់ហ្នឹងមិនលះដាច់ជាសមុទ្ឆេទទេគឺដោយការសង្កត់ដោយអង្គឈាននេះយកអង្គឈានមកសង្កត់ពេលណាសង្កត់ទៅគឺងើបអត់រួចទេប្រៀបដូចជាស្មៅអញ្ចឹងត្រូវដុំថ្មមួយយ៉ាងធំសង្កត់អញ្ចឹងវាដោះអត់រួចទេអង្គឈានក្រោកបែបហ្នឹងឯងក្រោកមិនឲ្យធរជាអកុសលនិវរណៈធរទាំង5ហ្នឹងងើបរួចអញ្ចឹងវាកើតទេប៉ុន្តែកាលណាដាច់ឈានវិញអញ្ចឹងទៅធរហ្នឹងកើតវិញដោយសារវាអត់ដាច់រឹសប៉ុន្តែសម្រាប់ព្រះអរហន្តលះថៃណមិត្តភក្តិហ្នឹងអស់អញ្ចឹងវាអស់រឹសហើយវាអត់អាចកើតបានទេមិនមែនដូចប្រភេទមហកតៈពួកមហកតៈពីរូបាវចរៈអរូបាវចរៈហ្នឹងគឺត្រឹមតែក្របឯងពួកឈានហ្នឹងគឺក្របនិវរណៈធម៌ឲ្យងើបឯងសង្កត់ជាប់អញ្ចឹងទៅជាប់ដោយអង្គឈានប៉ុន្តែសម្រាប់កាមាវចរៈយើងនេះលះដែរតែលះដោយខណៈដូចជាចិត្តតោសៈកើតអញ្ចឹងទៅកាលណាសតិរលឹកបានអញ្ចឹងទៅក៏យកអតោសៈគឺតួមេត្តាហ្នឹងមកលះអាហ្នឹងគេហៅថាលះដោយខណៈគឺបានខ្លីលះដោយអង្គឈានគឺបានវែងខ្លាំងបើឈាននឹងអត់ដាច់ទេលោកសង្កត់បានជាប់រហូតប៉ុន្តែវាអត់អស់ឬទេថ្ងៃក្រោយពេលណាអត់សម្រេចអត់បានមគ្គផលអញ្ចឹងទៅពេលណាអស់បនកើតមកជាមនុស្សកើតមកជាពុទ្ធជនវិញកើតអកុសលនឹងដដែលហ្នឹងហើយវាសង្កត់បានយូរមែនប៉ុន្តែវាអត់តាន់អស់ឬសម្រាប់ប្រហែលឬការិបុគ្គលចាប់ពីសោតាអញ្ចឹងដូចជាលះលោភៈមួយចិត្តទិដ្ឋិកតៈសម្យុទ្ធ4ដួងនិងវិជិកិច្ឆា1ដួងអញ្ចឹង5ដួងនោះដាច់ដាច់គោលតែម្ដងតោះបានហើយខ្ញុំបញ្យល់ប៉ុណ្ណឹងយើងចូលឆ្លើយតបទៀតបាទអរគុណអ្នកគ្រូសំណួរទី20ចិត្តតាំងមាំក្នុងកម្មដ្ឋានផ្លូវចិត្តមិនរុញរាព្រោះអ្វីចិត្តតាំងមាំក្នុងកម្មដ្ឋានផ្លូវចិត្តមិនរុញរាពីព្រោះផ្លូវចិត្តមានវិរិយៈលះនៅកម្មដ្ឋានលះនៅថៃណមិត្តថៃណនិវរណៈធម៌ណាគ្រូ
ចាអានឹងយើងនិយាយទាំងពីរទៅថៃណមិត្តតែម្ដង បាទ ព្រោះអានោះមិនមានធម៌ថៃណមិត្តកើតបានអត់អ្នកគ្រូយើងដាក់អញ្ចឹងទៅ ណា កើតមិនចិត្តតាំងមមនេះបងមួយ ចិត្តតាំងមមក្នុងកម្មដ្ឋានផ្លូវចិត្តមិនរួញរាព្រោះអីគេ វិរិយៈអ្នកគ្រូ វិរិយៈហើយនឹងចិត្តហ្នឹងលះ លះមត្ថៈថៃណៈ ថៃណមិត្ត អាមួយថាម៉េចព្រោះអីគេមែន ព្រោះមិនមានថៃណនិងមិត្តកើតអ្នកគ្រូ ចាត្រូវហើយថាអញ្ចឹងក៏ត្រូវដែរព្រោះมันមានណាព្រោះมันមានថៃណមិត្តកើតឬក៏នេះចិត្តតាំងមកបានហ្នឹងព្រោះมันមានហ្នឹងគឺលះដោយការលះដោយការគ្របសង្កត់អាហ្នឹងយើងប្រើចេះលះដោយការគ្របសង្កត់ឬក៏มันមានចាអញ្ចឹងពេលហ្នឹងវាអត់មានថៃណមិត្តទេលះដោយគ្របសង្កត់ឬប្រែថាมันមានក៏បានដែរព្រោះនៅក្នុងអង្គឈានពេលហ្នឹងលះនៅនិវរណៈធម៌បានទាំង5ហ្នឹងឯងទៅចិត្តតាំងមកនៅក្នុងកម្មដ្ឋានបានមិនរុញរាអាចអង្គុយបដិបត្តិ 4-10 ម៉ោងអីមួយថ្ងៃពីរថ្ងៃអីធូរលហើយអត់មានចិត្តខ្ជិលកើតឡើងទេទី21 សំណួរទី21ក្របថៃណមិត្តបាទក្របថៃណមិត្តដោយអ្វីដាច់ដោយអ្វីអញ្ចឹងក្របថៃណមិត្តលះដោយអ្វីក្របថៃណមិត្តលះដោយនិវរណៈអាលះមកកណៈបងលះមកកណៈក្របមកកណៈលះមកកណៈបងក្របដោយអីក្របដោយអ្វីក្របដោយខ្ញុំយល់ពីលើមែនហ្នឹងតែពូឈានកើតឡើងគឺគេក្របសង្កត់អង្គឈានជាប់ហ្នឹងឯងក្របសង្កត់និវរណៈជាប់ហ្នឹងឯងទៅឈានកើតកាលណាក្របមិនជាប់ទេឈានមិនកើតទេគេហៅថាលះប៉ុន្តែលះដោយក្របសង្កត់ប៉ុន្តែលះដាច់ឲ្យសមុទ្រឆេតហ្នឹងផ្សេងតែពេលនេះខ្ញុំអត់ដាក់លះហើយខ្ញុំដាក់ក្របបដែរបាទក្របដោយអីអញ្ចឹងក្របដោយអង្គឈានចាក្របដោយអង្គឈានចាលះដោយអីលះដាច់ដោយលះដាច់ដោយនិវរណៈធម៌យកនិវរណៈយកមកលះទៀតខ្លាំងហើយលះអញ្ចឹងមានលះថៃណមិត្តនេះគឺឥឡូវអាមួយម្ដងលះដោយអីបាទលះព្រះអរហន្តអ្នកគ្រូចាលះដោយបញ្ញាក្នុងអរហត្តមគ្គលះដោយបញ្ញាក្នុងអរហត្តមគ្គអ្នកគ្រូចាយើងតែងតែថាលះដោយព្រះអរហន្តព្រោះព្រះអរហន្តគ្មានតែលះទេគឺតួបញ្ញាចាតួនៅក្នុងអរហត្តមគ្គជាអ្នកលះចាព្រោះយើងតែងតែនិយាយថាលះដោយព្រះអរហន្តលះដោយព្រះអរហន្តបើនិយាយយកត្រូវគឺមិនត្រូវទេតួព្រះអរហន្តបុគ្គលចាប៉ុន្តែតួបញ្ញានៅក្នុងមគ្គចិត្តទី4ឈ្មោះថាអរហត្តមគ្គចិត្តគឺតួចិត្តដែលមានបញ្ញាកើតក្នុងនោះលះថៃណមិត្តដែលជាតួចិត្តដូចគ្នាព្រះអរហន្តគឺបុគ្គលអញ្ចឹងបុគ្គលអាចទៅលះធម៌បានទេចាយល់អត់សំណួរទាំង21យល់អ្នកគ្រូដាក់សំណួរប៉ុននេះបានហើយអ្នកគ្រូកុំដាក់ដល់100គាត់អត់ទាន់អ្នកគ្រូទេដាក់ទៅយើងដាក់រៀនឆ្លើយគ្នាទៅកុំរួញរាអូនសំណួរហ្នឹងខ្ញុំដកពីគ្រូយកមកដាក់ហ្នឹង
ដាក់ទៅយើងស្គាល់ចិត្តសឹកហ្នឹងវាកើតក្នុងក្នុងនៃកន្លោះកលៀតផងអរគុណច្រើនអ្នកគ្រូបើមិនសូវមិញអត់សូវយល់ទេដល់ពេលថ្ងៃនេះដាក់សំណួរមកស្ដាប់ទៅ ចាដាក់ទៅយើងរៀនសួរឆ្លើយទៅពេលណាកន្លែងណាខ្ញុំកន្លែងណាអត់យល់ខ្ញុំបញ្យល់ទៅកុំរួញរារៀនទៅបាទគ្រូអរគុណច្រើនណាគ្រូសំណួរ100ជាងសំណួរស្រួលហ្នឹងយើងឆ្លើយទៅម្នាក់4 10 ទៅអស់បាត់ហើយជំរាបសួរអ្នកគ្រូខ្ញុំសូមសួរសំណួរទី11បើមានថៃណៈមិនចង់ធ្វើការងារផ្សេងការខ្ជិលនោះព្រោះមានធម៌អ្វីហើយខ្ញុំឆ្លើយព្រោះមានមិត្តភក្តិចេតសិកត្រូវទេអ្នកគ្រូចាត្រូវហើយចាពេលណាចិត្តហ្នឹងវាអត់ចង់ធ្វើការងារទេចាគឺមានមិត្តភក្តិចេតសិកហ្នឹងឯងប៉ុន្តែអ្នកគ្រូអ្នកឆ្លើយមុនមិញព្រោះមានថៃណាអ្នកណាគេអ្នកឆ្លើយមិញដូចជាបងសុគីហ៎មិនបងសុគីអ្នកបងសុគីឆ្លើយថាព្រោះមានថៃណាថៃណាហ្នឹងឯងមិញបងសួរមិត្តភក្តិចាបងចាមិត្តភក្តិត្រូវទេមិត្តភក្តិត្រូវទេថៃណាតាថៃណាខ្ជិលចាថៃណាខ្ជិលចឹងមិញខ្ញុំឆ្លើយថាមិត្តភក្តិឯអូនអត់ទេបងឯងថាថៃណាបងឯងត្រូវបងហ៊ានគាត់ថាមិត្តភក្តិបងឆ្លើយទៅហើយបានខ្ញុំសង្ស័យខ្ញុំសួរអ្នកគ្រូព្រោះខ្ញុំឆ្លើយមិត្តភក្តិមិត្តភក្តិអត់ត្រូវទេចាមិត្តភក្តិវាងោកងុយចាងោកងុយប៉ុន្តែអាថៃណាហ្នឹងវាអត់តន់ងោកងុយវាអត់តន់តុនអីទេវាខ្ជិលបដ ாய் ចាវាអត់តន់តុនកាយទេតែបើមិត្តភក្តិវាតុនកាយតែបើថៃណាវាខ្ជិលដូចជាឧទាហរណ៍ថារៀងឈឺក្បាលតិចតួចចឹងទៅឬក៏អស់កម្លាំងតិចតួចខ្ជិលរៀនណាអាហ្នឹងមានថៃណាតាមពិតមិនទាន់ដល់ថ្នាក់រៀនកើតទេចាឬក៏សុខភាពល្អដែរប៉ុន្តែគាត់អត់ចង់រៀនទេគាត់ចេះលេះថាគាត់រវល់នេះរវល់នោះចឹងទៅអាហ្នឹងវាតកតងនឹងផ្លូវកាយតុននេះតែអាមិត្តភក្តិនោះត្រោមកាយដែរអញ្ចឹងវាលាយចូលគ្នាវាកើតម្ដងទាំងពីរអញ្ចឹងហើយបានវាគួរដល់ការងារអញ្ចឹងអ្នកគ្រូមិត្តភក្តិហ្នឹងបើកភ្នែកអត់រួចបណ្ដោយមិត្តភក្តិហ្នឹងមិនបើកភ្នែករួចទេហ្នឹងហើយងោកងុយហ្នឹងវាបើកភ្នែករួចប៉ុន្តែកាយហ្នឹងវាតុនដែរហើយវាអស់សមត្ថភាពចឹងថ្ងៃនេះចង់បន្តមិត្តភក្តិឬក៏ចង់បញ្យល់មេរៀនសង្ខេបដែលខ្ញុំដាក់ឲ្យជ្រើសរើសអ្នកគ្រូបញ្យល់មេរៀនសង្ខេបអ្នកគ្រូចង់បានមេរៀនសង្ខេបចង់មេរៀនសង្ខេបក៏បានណារៀនសង្ខេបអាចស្ដាប់បានហើយយើងរៀនបានប៉ុណ្្នឹងហើយចានេះមេរៀនសង្ខេបអញ្ចឹងនិយាយអំពីនៅក្នុងទ្វារទាំង6ចាដែលមានឈ្មោះចាមែនទេក្នុងទ្វារទាំង6ហ្នឹងគឺមានវិថីនេះគឺការប្រព្រឹត្តឡើងជាវិថីណាព្រោះចិត្តដឹងអារម្មណ៍ហើយវិថីនោះមានឈ្មោះតាមហេតុរបស់ខ្លួនអញ្ចឹងទី1ថាចេះថាវិថីដែលកើតតាមចក្ខុទ្វារអានេះហៅខ្ញុំទៅសេខឲ្យបានតែហៅចក្ខុទ្វារវិថីព្រោះមានចក្ខុប្រសាទរូបជាអ្នកបើកទ្វារឲ្យចក្ខុវិថីនឹងកើតហៅថាចក្ខុទ្វារវិថីព្រោះមានវិថីប្រព្រឹត្តតាមចក្ខុទ្វារនេះឃើញទេពីលើគេដាក់ថាវិថីចិត្តដែលកើតឡើងដើម្បីដឹងអារម្មណ៍នោះ
ជាវិថីចិត្តដែលឈ្មោះតាមហេតុរបស់ខ្លួនអញ្ចឹងនៅក្នុងទ្វារមួយវិថីមួយមានហេតុមួយអញ្ចឹងធម៌ទាំងឡាយកើតមកសុទ្ធតែហេតុមានហេតុទៅកើតឡើងប៉ុន្តែយើងកុំសំដៅដល់ហេតុទាំង6ហេតុទាំង6ហ្នឹងបានន័យថាហេតុបច្ច័យហ្នឹងវាមាន24តែ24ប៉ុន្តែនៅក្នុង24នោះមានហេតុ6មួយដែរអញ្ចឹងតកតងនៅក្នុងបច្ច័យផ្សេងហើយបច្ច័យហើយហេតុហ្នឹងតែមួយទេចាហេតុគឺបច្ច័យគឺហេតុហ្នឹងឯងអញ្ចឹងបច្ច័យផ្សេងណាចាគាត់ថាហេតុ6ក៏វាជាហេតុមួយដែរចាអញ្ចឹងកន្លែងនេះលោកពយល់អំពីទ្វារទាំងឡាយនោះក៏កើតដោយសារហេតុដែរចាដូចជាចក្ខុទ្វារវិថីជាវិថីតែចិត្តចិត្តសឹកហ្នឹងប្រព្រឹត្តតាមចក្ខុទ្វារអញ្ចឹងវិថីនៃចិត្តចិត្តសឹកដែលអាចប្រព្រឹត្តនៅក្នុងចក្ខុទ្វារបាននោះលុះត្រាតែមានហេតុរបស់ខ្លួនគឺចក្ខុប្រសាទរោគឃើញទេអញ្ចឹងបើមានចក្ខុប្រសាទរោគហើយវិថីនៃចក្ខុទ្វារនោះអាចប្រព្រឹត្តបានឃើញទេចិត្តចិត្តសឹកនោះអាចមានវិថីនៅតាមទ្វារភ្នែកបានប្រសិនបើមានចក្ខុប្រសាទរោគអញ្ចឹងចក្ខុប្រសាទរោគហ្នឹងឯងជាហេតុរបស់ចក្ខុទ្វារវិថីមួយទៀតវិថីប្រព្រឹត្តតាមសោតទ្វារហៅថាសោតទ្វារវិថីអញ្ចឹងកាលណាសោតទ្វារវិថីប្រព្រឹត្តតាមសោតទ្វារបានលុះត្រាតែមានហេតុរបស់វាគឺសោតប្រសាទរោគនេះជាហេតុរបស់សោតទ្វារវិថីយ៉ាងណាអញ្ចឹងសោតទ្វារវិថីប្រសិនបើអត់សោតប្រសាទរោគទេมันអាចសោតទ្វារវិថីប្រព្រឹត្តបានឡើយលុះត្រាតែមានហេតុរបស់ខ្លួនហ្នឹងហើយបើអត់មានសោតប្រសាទតិចហ្នឹងគាត់បានលឺរហូតក៏មិនមានសោតទ្វារវិថីដែលចិត្តចិត្តសឹកនោះមកប្រព្រឹត្តបានឡើយអញ្ចឹងទី3វិថីកើតតាមទ្វារខេនទ្វារហៅថាខេនទ្វារវិថីអញ្ចឹងខេនទ្វារវិថីហ្នឹងប្រព្រឹត្តទៅបាននៅតាមខេនទ្វារនោះគឺលុះត្រាតែមានខេនប្រសាទរោគដែរដែលជាហេតុដែលជាអ្នកបើកទ្វារឲ្យខេនទ្វារវិថីហ្នឹងប្រព្រឹត្តចិត្តចិត្តសឹកហ្នឹងប្រព្រឹត្តតាមវិថីគឺខេនទ្វារហ្នឹងវិថីតាមជីវហាទ្វារវិញកាលណាជីវហាទ្វារអាចប្រព្រឹត្តទៅបាននោះលុះត្រាតែមានជីវហាប្រសាទរោគជាហេតុកាលណាមានជីវហាប្រសាទរោគជាហេតុហើយចឹងវិថីនៃជីវហាទ្វារនោះអាចប្រព្រឹត្តទៅបានទី5ក៏ដូចគ្នាកាលណាមានកាយទ្វារវិថីប្រព្រឹត្តទៅបានលុះត្រាតែមានកាយប្រសាទរោគនេះជាហេតុឬជាអ្នកបើកទ្វារឲ្យកាយទ្វារវិថីប្រព្រឹត្តទៅបានតាមកាយទ្វារអញ្ចឹងប៉ុណ្ណឹងណាទ្វារទាំង6ហ្នឹងយល់អត់ខ្ញុំចង់ឈឺមិនមែនចង់ឈឺបើដូចជាតែប្រឹងទៅតាយល់អត់ខ្លះអ្នកគ្រូតាមនឹងទៅយល់អ្នកគ្រូយល់អ្នកគ្រូប៉ុន្តែគ្រូឈឺសម្រាប់សិនទៅអ្នកគ្រូមិនអីទេខ្ញុំឈឺយូរផលឲ្យខ្ញុំឈឺឲ្យខ្ញុំសារៈរហូតណាគ្រូឈឺហ្នឹងយើងឆ្លៀតពេញកសលទៅមុនងាប់យើងបានច្រើនហើយបើខ្ញុំដេកទៅយើងខាតងាប់ទៅមិនខាតពេលណាខ្ញុំរត់ដេករួចខ្ញុំដេកមួយថ្ងៃពីរថ្ងៃអញ្ចឹងទៅរៀនទៀតតោះឥឡូវយើងយល់ប៉ុណ្្នឹងហើយយើងបន្តទៀត
ចំណែកខ្ញុំបានដាក់មโนទ្វេរវិថីណាបើមโนទ្វេរវិថីគឺមានភវាំងកុបចេតៈភវាំងកុបចេតៈទាំង19ណាភវាំងកុបចេតៈទាំង19មានអីគេអពេខាអពេខាសន្តិ2ដួងសន្តិ2ដួងគឺអហេតុកៈដួងទីអកុសលវិបាកដួងទី7មួយហើយកុសលវិបាកដួងទី8មួយនេះនៅក្នុងអហេតុកៈចិត្តណាមួយទៀតមហាវិបាកមហាវិបាក8មហាវិបាកហ្នឹងគឺជាចិត្តជាតួវិបាកផលរបស់មហាកុសលកាលណាសាងមហាកុសលហើយបានវិបាកមក16ដួងប៉ុន្តែពេលនេះនិយាយតែ8ដួងឯងអញ្ចឹងមហាវិបាកនេះ8ដួង8ដួងនេះឲ្យបរិសិទ្ធិ7ភូមិចាគឺមនុស្ស1ទេវតា6ចានេះអបាយភូមិណាដួងទី7នេះឲ្យបដិសិទ្ធិនៅអបាយភូមិ4នេះឲ្យមនុស្សខ្វះបុណ្យទេវតាខ្វះបុណ្យ2ភូមិភូមិមនុស្ស1ភូមិទេវតា1មួយទៀតមហកតវិបាក9មហកតវិបាក9មហកតវិបាក99នេះបានមកពីរូបាវចរៈវិបាក5ចាឲ្យបដិសិទ្ធិ15ភូមិណារូបាវចរៈ15ភូមិហើយអរូបាវិបាក4នេះ9ហ្នឹង5 1 5 5 1 4ឲ្យបរិសិទ្ធិអរូបា4ភូមិបាក់4ភូមិអញ្ចឹងសរុបទៅបងប្អូនមើលណែតែ19ដួងទេណាចាគឺវាធ្វើកិច្ច3បរិសិទ្ធិភវាំងจุតិនឹងឯគេហៅថាភវាំងកុបច្ឆេតៈវាដើរតួជាទ្វាចាវាបើកឲ្យវិថីចិត្តនឹងប្រព្រឹត្តហ្នឹងហើយឥឡូវមើលនេះ2ដួង8ដួង10អានេះ9 19ចំនួនចិត្ត19ដួងហើយចំនួនភូមិអានេះ4អានេះ7 11ហើយនឹង9ហើយនឹងអានេះមែន19អានេះ19 30ចា30បូកនឹងអសញ្ញ័យ1 31ណាទាំងអស់31ភូមិនេះអញ្ចឹង31ភូមិគឺកើតពីចិត្ត19ដួងនេះឯងជាចិត្តក្រៅទ្វាចាអញ្ចឹងបន្តទៀតមកហ្នឹងបងប្អូននឹងយល់អត់នេះមហាកុសលដែលប្រព្រឹត្តតាមទ្វា6នេះអញ្ចឹងពាក្យថាមហាកុសលគឺការធ្វើសេចក្តីល្អតាមបញ្ញកិរិយាទាំង10ហ្នឹងមានការហ្នឹងហើយឲ្យទានរក្សាសារជាដើមអញ្ចឹងណាអញ្ចឹងកាលណាមហាកុសលកើតតាមចក្ខុទ្វាដូចជាឃើញរូបព្រះពុទ្ធហើយក៏ជ្រះថ្លាឬក៏ឃើញការថ្វាយបង្គំបូជាព្រះអង្គអីជាដើមអញ្ចឹងទៅហើយកើតមហាកុសលកើតចិត្តជ្រះថ្លាហ្នឹងទៅហ្នឹងប្រព្រឹត្តតាមចក្ខុទ្វាណាពួកពេលដែលយើងឃើញរូបពុទ្ធអីចឹងទៅជ្រះថ្លាហ្នឹងអាហ្នឹងចិត្តមហាកុសលកើតតាមចក្ខុទ្វាចាបើកើតតាមសោតទ្វាវិញកើតមហាកុសលព្រោះឮសំឡេងនេះដោយបងប្អូនកំពុងស្ដាប់ធម៌កំពុងញ៉ាំសំដែងហ្នឹងជាបងប្អូនកំពុងកើតមហាកុសលទៀងស្ដាប់ដើម្បីឲ្យយល់ហ្នឹងគឺពេលហ្នឹងកើតមហាកុសលតាមសោតទ្វានេះពីលើកើតតាមចក្ខុទ្វាបើបងប្អូនតាមមើលរូបអក្សរហ្នឹងទៅដើម្បីឲ្យយល់ហ្នឹងក៏ហៅថាកើតមហាកុសលតាមចក្ខុទ្វាដែរព្រោះមើលហើយឃើញហើយកើតការជ្រះថ្លាហើយនេះឮហើយកើតការជ្រះថ្លាកើត
នៅក្នុងចំោះម្ដងណាមហាកុសលកើតតាមខៀនទ្វាឧទាហរណ៍ថាធំក្លិនក្រអូបអញ្ចឹងទៅហើយក៏នឹកឃើញដល់ការថ្វាយនឹកឃើញយកក្លិនក្រអូបហ្នឹងឯងទៅថ្វាយព្រះសម្មាសម្ពុទ្ធឬក៏យើងកំពុងតែថ្វាយហ្នឹងយើងកំពុងតែយកផ្កាឬក៏គ្រឿងក្រអូបហ្នឹងទៅថ្វាយដល់ព្រះសម្មាសម្ពុទ្ធហើយប៉ុន្តែគ្រឿងក្រអូបហ្នឹងវាភាយដល់ចំោះយើងភាយដល់ចំោះយើងក៏យើងកើតមហាកុសលថាយើងពេលនេះយើងបានបូជាគ្រឿងក្រអូបដល់ព្រះសម្មាសម្ពុទ្ធហើយក៏កើតចិត្តជ្រះថ្លាថាពេលនេះយើងបានថ្វាយគ្រឿងក្រអូបដល់ព្រះអង្គអញ្ចឹងក៏កើតសេចក្តីរីករាយព្រោះអីព្រោះយើងបានផ្ដល់ក្លិនដល់ប្រសើរដល់ព្រះអង្គអញ្ចឹងណាចំណែកកើតមហាកុសលព្រោះតាមជីវហាទ្វាវិញឧទាហរណ៍យើងបានញ៉ាំកាទៀវឬក៏ញ៉ាំម្ហូបអីឆ្ងាញ់អញ្ចឹងទៅយើងនឹកឃើញដល់ម្ដាយឬក៏ព្រះសង្ឃយើងទៅព្រឹកហ្នឹងយើងស្លការីមាន់ស្រែអីចឹងណាតែមាន់ហ្នឹងមិនមែនបានដោយបាណាតិបាទេយើងទិញចឹងទៅចឹងយើងបានស្លមាននំបញ្ចុកមាននំប៉័ងអីឆ្ងាញ់ចឹងទៅក៏យើងនឹកឃើញដល់ម្ដាយអូឆ្ងាញ់ណាស់ចឹងយកទៅជូនម្ដាយយើងនឹងបានពិសាបានឆ្ងាញ់ហើយយើងក៏ដួសមកស្រាក់ទៅប្រគេនព្រះសង្ឃចឹងខណៈដែលយើងថ្វាយដល់ជូនដល់ម្ដាយនិងប្រគេនដល់ព្រះសង្ឃនោះគឺយើងនឹកដល់រសដែលយើងធ្វើហើយយើងបានញ៉ាំភ្លក់ហើយនោះយើងដឹងថាពេលនេះយើងបានធ្វើទានដោយរសនោះដល់រសដល់វិសេសវិសាលដែលមានរសឆ្ងាញ់ជាទីពេញចិត្តដល់ព្រះសង្ឃដល់អ្នកម្ដាយជាដើមអញ្ចឹងកុសលនោះក៏កើតតាមជីវហាទ្វាដែលយើងនឹងបានញ៉ាំម្ហូបភ្លក់ម្ហូបនឹងរួចហើយទៅយើងដួសយកមកប្រគេនព្រះសង្ឃឬក៏ជូនអ្នកម្ដាយព្រោះយើងធ្វើយើងត្រូវការដួសជាមួយភ្លក់មកកូនចានអីចឹងទៅអញ្ចឹងយើងដឹងរសឆ្ងាញ់ទៅដល់ម្ដាយឬក៏ធ្វើទានចំពោះព្រះសង្ឃជាដើមហ្នឹងទៅហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងពេលណាយើងភ្លក់ឆ្ងាញ់យើងកំណត់ត្រឹមតែកុសលវិបាកឆ្ងាញ់អញ្ចឹងក៏នឹកដល់ម្ដាយហើយក៏យកទៅធ្វើទានតែម្ដងកើតកុសលព្រោះផោតពៈវិញអញ្ចឹងវាកើតតាមកាយទ្វាកាយទ្វាអញ្ចឹងក៏ត្រូវតែស្គាល់ខ្លួនឯងដែរណាស្គាល់ផោតពៈហ្នឹងតាមកាយទ្វាខ្លួនឯងដែរដូចជាពេលខែក្តៅអញ្ចឹងយើងបានគេងសុខស្រួលនៅក្នុងលើពូកលើមានម៉ាស៊ីនត្រជាក់មានអីត្រឹមត្រូវអញ្ចឹងណាហើយធ្វើកាយយើងបានសុខឬក៏យើងមានសម្លៀកបំពាក់ទុំល្អពាក់ទៅសុខស្រួលដែលវែងឬក៏ខែល្ងាអញ្ចឹងពាក់អាវល្ងាអីជាដើមអញ្ចឹងទៅធ្វើកាយហប់ស្រួលមិនមានអាកាសធាតុអីមកបៀតបៀនអញ្ចឹងក៏នឹកឃើញដល់អ្នកម្ដាយឬក៏ទិញប្រគេនលោកអីជាដើមអញ្ចឹងទៅកាលណាយើងទទួលសេចក្តីសុខតាមកាយហើយពេលណាយើងធ្វើទាននោះក៏យើងនឹកឃើញដល់អ្នកទទួលទានរបស់យើងនឹងបានសុខកាយដូចយើងអញ្ចឹងហ្នឹងហើយជាមហាកុសលដែលកើតដោយកាយទ្វាគឺផោតពៈធ្វើឲ្យផោតពៈអ្នកទទួលហ្នឹងបានសុខដោយសារទានរបស់យើងដូចជាខែល្ងាអញ្ចឹងយើងទិញភួយប្រគេនលោកអីជាដើមអញ្ចឹងណាឬក៏ខែត្រជាក់ខែក្តៅទិញចង្ហាឬក៏បងថ្លៃភ្លើងឬទិញម៉ាស៊ីនត្រជាក់ឬក៏ពូកអីជាដើមហ្នឹងតាមអធិស្ឋានហ្នឹងទៅតែយើងអាចធ្វើបានមហាកុសលកើតព្រោះបានស្ដាប់ធម៌ហើយមโนទ្វាពិចារណានៅក្នុងឧត្តរឋានត្រឹមដឹងថាជាសភាវៈធម៌ហ្នឹងក៏មហាកុសលដែរណាពេលណាកំណត់នេះដូចជាធម៌ទាំងឡាយកំពុងស្ដាប់ឡើងហ្នឹងទៅកំណត់បាននៅសភាវៈធម៌អញ្ចឹងមកហ្នឹងមហាកុសល8ឥឡូវយើងចូលអកុសលចិត្ត12ប្រព្រឹត្តតាមទ្វាទាំង6ម្ដងកាលណា
លោភៈព្រោះអក្សរចតពីវាមានលោភៈកាលណាលោភៈកើតតាមចក្ខុទ្វារគឺទៅជាប់ជាមួយរូបណាដែលល្អចាកាលណាទោសៈចាកើតតាមសោតទ្វារវាធ្វើឲ្យឮសំឡេងមិនល្អព្រោះឮហើយខឹងហ្នឹងឯងឃើញទេកតោសៈគឺគេជេរឬគេនិយាយដើមមិនខឹងចាកាលណាទោសៈឃើញទ្វារធ្វើឲ្យធំក្លិនមិនល្អណាហ្នឹងហើយធំក្លិនមិនល្អទៅក៏ប្រកាន់ថាខ្លួនហ្នឹងជាអ្នកធំក្លិនមិនល្អចឹងទៅក៏កើតទោសៈទៅដោយសារមានខ្លួនមានការយល់ខុសនឹងឯងកាលណាលោភៈកើតតាមជីវហាទ្វារធ្វើឲ្យអណ្ដាតហ្នឹងវាទៅជាប់ជាមួយរសជាតិអាហារណាដែលឆ្ងាញ់ចឹងទៅក៏កើតលោភៈតាមជីវហាទ្វារកាលណាកើតលោភៈតាមកាយទ្វារធ្វើឲ្យកាយហ្នឹងជាប់ជាមួយផោតពៈផោតពៈណាដែលល្អដូចជាយើងស្លៀកពាក់សម្លៀកបំពាក់ណាដែលតុនហើយស្លៀកសមណាគឺយើងស្រឡាញ់ទេងាកទៅទាញតែហ្នឹងចាពាក់ទៅវាស្រួលផងវាសមផងវាតុនផងណាសម្លៀកបំពាក់គេយកក៏អញ្ចឹងដែរអាណាតុនអាណាល្អអញ្ចឹងទៅក៏យកមកគេទៅតុនហ្នឹងវាសក់ស្រួលហ្នឹងកើតលោភៈលោភៈត្រង់ណាលោភៈត្រង់សក់ស្រួលគេងើពុកលោភៈត្រង់ណាត្រង់គេងទៅវាស្រួលព្រោះសត្វហ្នឹងវាសក់កាយវិញ្ញាណហ្នឹងវាសក់វាអត់ក្តៅពេកវាត្រជាក់ពេកដាក់ទៅហ្នឹងទន់ល្មើយស្រួលចឹងទៅលោភៈទោសៈកើតតាមមโนទ្វារព្រោះដឹងរឿងរ៉ាវផ្សេងដូចជាដឹងរឿងណាធ្វើឲ្យសบายចិត្តទៅលោភៈកើតទៅដឹងរឿងណាដែលមិនសบายចិត្តទៅក៏ទោសៈកើតទៅចាអញ្ចឹងអាហារកសោនិងអកុសលកើតតាមទ្វារ6យល់អត់បានអ្នកគ្រូយល់ហើយអ្នកយល់ហើយអ្នកគ្រូយល់ខ្លះហើយចឹងយល់អ្នកគ្រូចាប្រកែណាចំណែកធម្មរម្មលោកថាអាចកើត3កាលណាកើត3កាលមានកើតបច្ចុប្បន្នអតីតនិងអនាគតដូចជាការរលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធដែលកំពុងទៅថ្វាយបង្គំណាដូចថាយើងកំពុងអង្គុយថ្វាយបង្គំព្រះអង្គអញ្ចឹងណាហើយយើងមានចិត្តគិតថាដូចជាព្រះអង្គនៅចំពោះមុខយើងអញ្ចឹងណាអារម្មណ៍ជាបច្ចុប្បន្ននៅក្នុងមโนទ្វារឃើញទេយើងមានរូបព្រះសម្មាសម្ពុទ្ធហ្នឹងជាអារម្មណ៍ហាក់ដូចជាព្រះអង្គនៅគង់នៅមុខយើងអញ្ចឹងយើងអាចបានផ្ដោតថាជារូបសំណាកទេហើយយើងគិតថាហាក់ដូចជាព្រះអង្គនៅចិត្តនៅមុខយើងអញ្ចឹងចឹងចិត្តយើងហ្នឹងគិតថាព្រះអង្គនៅទៅមុខយើងនឹងឯងចាចឹងពេលហ្នឹងមโนទ្វារវាមានអារម្មណ៍បច្ចុប្បន្នចឹងហ្នឹងជាធម្មរម្មណ៍ដែលជាបច្ចុប្បន្នចំណែកអតីតហ្នឹងគឺចិត្តគិតដល់ព្រះសម្មាសម្ពុទ្ធដែលបរិនិព្វានហើយអញ្ចឹងយើងថ្វាយអង្គមមែនប៉ុន្តែយើងគិតថាព្រះសម្មាសម្ពុទ្ធបានបរិនិព្វានហើយណាកូនបានសិក្សាធម៌ព្រះអង្គបានចេះដឹងខុសធ្វើដឹងត្រូវខ្លះសូមដឹងគុណដល់ព្រះអង្គអីជាដើមហ្នឹងទៅអញ្ចឹងយើងអាចបានគិតថាព្រះអង្គនៅមុខទេយើងគ្រាន់តែរលឹកគុណដល់ព្រះអង្គបានបរិនិព្វានហើយប៉ុន្តែព្រះអង្គបានបន្សល់ឬក៏ប្រតិឋាននៅធម៌ទាំងឡាយអសតាមបដិបត្តិតាមអញ្ចឹងយើងបានគិតថាព្រះអង្គនៅទល់មុខនឹងទេឬក៏នៅនឹងទេគិតថាព្រះអង្គបានបរិនិព្វានហើយតែព្រះអង្គបានបន្សល់នៅធម៌ដែលព្រះអង្គបានត្រាស់ដឹងនោះទុកឲ្យសត្វលោកសិក្សាអាហ្នឹងជាអតីត
ចំណែកធម្មអារម្មណ៍ដែរយើងនឹកឃើញដល់ព្រះសអាមេត្រីដែលនឹងត្រាស់ដឹងនៅថ្ងៃអនាគតចាអញ្ចឹងនឹងជាធម្មអារម្មណ៍នៅក្នុងអនាគតចាបានទេធម្មអារម្មណ៍3កាលបងហៀងក៏ស្រឡាញ់អង្គហៀងអីបងហៀងបងចានីស្រឡាញ់មេរៀនហ្នឹងកត់អស់នៅកត់ដល់ឈឺចាខ្ញុំកត់អស់ហើយអ្នកហើយអស់ខំកត់តតកត់តអស់ចាកត់ទៅមេរៀនប៉ុណ្ណឹងខ្ញុំរៀននឹងរាប់ខែខ្ញុំចង់អានដាក់ក្នុងថ្នាក់អ្នកគ្រូប៉ុន្តែខ្ញុំអត់សូវប្រកបអក្សរត្រូវអត់ហ៊ានអានហើយលុបចេញវិញស្ដាប់ទៅអត់ព្រោះខ្លួនឯងខុសខ្លះត្រូវខ្លះសូមនមស្ការលោកម្ចាស់អូចិត្តដល់ម៉ោងទៀតបាត់ហើយតោះឥឡូវយើងបន្តទៀតដល់ណាឈប់ដំណឹងអញ្ចឹងយើងចូលមโนទ្វារមិញនេះធម្មអារម្មណ៍នេះក៏ព្រឹត្តតាមមโนទ្វារដែរអញ្ចឹងយើងចូលមโนទ្វារដែលមានអារម្មណ៍អាចដឹងអារម្មណ៍បរមត្ថផងបញ្ញត្តិផងចាអញ្ចឹងនៅក្នុងបរមត្ថជាអារម្មណ៍ខណៈតតិណាវាមានអីវាមានអតីតភវាំងភវាំងចលណៈភវាំងកបចេតៈនេះភវាំងកបចេតៈនេះ19ដួងមិញនេះហើយអវចនៈអីទៀតបញ្ចទ្វាអ្នកគ្រូចាបញ្ញទ្វាសពដិជនៈខានទៅសេយូចង់ព្រិចអើសពដិជនៈសន្តិរណៈសន្តិនៈវោធបនៈជាបនៈ7តតិតតិ2នេះតតិ2នេះចាអញ្ចឹងលោកថាបរមត្ថធម៌ជាអារម្មណ៍មโนទ្វារហ្នឹងគឺអាចនៅដឹងបរមត្ថធម៌ជាអារម្មណ៍ខណៈតតិ2ខណៈនេះបញ្ញទ្វារពេលណាវិថីនឹងប្រព្រឹត្តអញ្ចឹងទៅចូលដល់តតិ2នឹងបញ្ញទ្វារចប់អញ្ចឹងលោកថាកាលណាខណៈហ្នឹងដល់តតិ2ហើយរលត់អញ្ចឹងបញ្ញទ្វារនៅមโนទ្វារបានរលត់ទៅមโนទ្វារភ្លាមនៅដឹងបរមត្ថនៅឡើយទេណានេះអញ្ចឹងចប់នេះអញ្ចឹងធ្លាក់មកមโนទ្វារវិញហ្នឹងក៏នៅតែដឹងបរមត្ថដែរអញ្ចឹងនៅក្នុងមโนទ្វារសម្រាប់អ្នកបដិបត្តិចម្រើនវិបស្សនាសតិប្បដ្ឋានលោកកំណត់យកតែនាមនិងរូបនៅក្នុងការកំណត់នាមនិងរូបមិនថាមិនកំណត់ត្រឹមតែជាការមិនតាមកំណត់ឲ្យឃើញសភាវៈធម៌នៃបរមត្ថឃើញត្រឹមតែជារូបមិនមែនឃើញជាបុរសស្ត្រីមិនមានឃើញសត្វបុគ្គលឃើញត្រឹមតែជាការបែកធ្លាយនៃសភាវៈបែកព្រោះបច្ច័យអញ្ចឹងណាឃើញនាមនោះជាសភាវៈបែកធ្លាយរលត់ទៅធម្មតាឃើញត្រឹមតែជានាមនិងរូបបែកធ្លាយកំណត់ដោយមហាកុសលដើមចេញពីមโนទ្វារឃើញអារម្មណ៍កំពុងប្រកបហើយគឺតែប្រឋានកើតវិបស្សនានេះហើយមានអារម្មណ៍ជាបរមត្ថបានន័យថាមានបរមត្ថជាអារម្មណ៍ព្រោះអត់មានទេណារៀបរាប់មកមិញមានសត្វមានបុគ្គលទេជាការបែកធ្លាយរបស់នាមនិងរូបទេចានេះវិធីនេះ17គណៈចិត្តនេះការបែករបស់ចិត្ត17ដងណា17ដងប៉ុន្តែរូប1ណារូបអស់តែមួយទេអញ្ចឹងរូបនោះកើតអាស្រ័យចិត្តទេហើយរលត់ពេលណាគ្រប់អញ្ចឹងទៅចិត្តវារលត់17គណៈមែនប៉ុន្តែនេះ17គណៈហ្នឹងស្មើនឹងរូបមួយនេះគឺជារាម្ដងណាជារាម្ដងណាចាស់ម្ដងហើយអញ្ចឹងពេលចាស់ម្ដងនេះគឺចាស់ទាំងនាមទាំងរូបនេះ
ចឹងនៅក្នុងសតបដ្ឋានហ្នឹងយកលោកអត់បានឃើញស្អីទេឃើញតែវិថីចិត្តវិជ្ជរីវាបែកណាចិត្តហ្នឹងវាបែកម្ដងមកគណៈមកគណៈនេះដូចជាចក្ខុវិញ្ញាណកើតឡើងឃើញរូបហើយក៏រលត់ទៅអាហ្នឹងបែកមួយបែករត់គ្រប់17គណៈចិត្តប៉ុន្តែរហូតដល់17ទៅរូបប៉ុន្តែរូបនេះវាអត់តាន់នេះវាអត់តាន់រលត់ណាចឹងវាអាចកើតគ្រប់នេះឃើញរូបនេះវាអាចកើតគ្រប់គណៈចិត្តហ្នឹង17ហ្នឹងចាប់ពីចក្ខុទ្វាចូលអីគេសម្បដិជ្ជនៈចូលសន្តិណៈចូលវោធបណៈជាវៈទាំង7តតិអីហ្នឹងសតរូបហ្នឹងតែមួយហ្នឹងឯងដូចជារូបអារម្មណ៍ហ្នឹងវាមកវាកន្លងពីអតីតភវាំងចរណៈភវាំងខុបចិត្តហ្នឹងហើយចិត្តនេះវាអលត់ទៅវាទៅតែរូបហ្នឹងវាអត់តអលត់ទេវាអត់គ្រប់អាយុវាចឹងវាកើតបន្តចឹងហ្នឹងណាការចឹងទៅរូបតែមួយហ្នឹងឯងបើរូបអារម្មណ៍រហូតដល់17នេះចាចឹងដល់គ្រប់17អលត់រូបហ្នឹងអលត់ចឹងអលត់រូបមួយហ្នឹងចំណែកចិត្ត17គណៈចិត្តហ្នឹងហើយចឹងលោកថាបែកធ្លាយប៉ុណ្ណឹងហ្នឹងបែកធ្លាយប៉ុណ្ណឹងណាចរិយាមួយចាហើយវិថីចិត្តកើតតែអញ្ចឹងចាគឺចរិយាទាំងរូបទាំងនាមបែកធ្លាយសន្តតិអីគេអបច្ចយៈសន្តតិចរតាហ្នឹងហើយវាកើតអញ្ចឹងរហូតសូម្បីតែយើងដេកលក់មកយកហ្នឹងគឺជ្រាងើបឡើងស្លាប់ណានេះលោកថានេះស្លាប់ទាំងនាមទាំងរូបនេះហើយ17គណៈចិត្តហ្នឹងស្លាប់ទាំងនាមទាំងរូបនេះហើយវិថីចិត្តនៅក្នុងការដេកហ្នឹងក៏រាប់17គណៈចិត្តដែរបើអញ្ចឹងយើងមួយថ្ងៃហ្នឹងស្លាប់រហូតហ្នឹងហើយមិនមែនយើងអ្នកស្លាប់ទេនាមនឹងរូបអ្នកស្លាប់ទេណានេះ17គណៈចិត្តស្លាប់មួយចិត្តស្លាប់ម្ដងហើយរូបនេះក៏ស្លាប់ម្ដងដែរហើយរូបនេះកើតអាស្រ័យចិត្តទេអញ្ចឹងពេលណាគេស្លាប់ទាំងពីរនេះណាបែកធ្លាយទាំងពីរនេះហៅថាស្លាប់ក៏បានហៅថាបែកធ្លាយក៏បាននេះបែកធ្លាយនេះរលត់ត្រឹមតែនាមនឹងរូបអញ្ចឹងពេលហ្នឹងកំណត់ការបែកធ្លាយហ្នឹងគឺកំណត់ដោយមហាកុសលចេញពីមโนទ្វារអញ្ចឹងឃើញអារម្មណ៍ហ្នឹងគឺកំពុងប្រកបនៅក្នុងសតិប្បដ្ឋានវាឃើញជាបរមត្ថវាឃើញតែការបែកធ្លាយរបស់នាមនឹងរូបយកដៃទៅបេះកាន់មួយតោឃើញដៃហ្នឹងកាន់បេះកាអញ្ចឹងកំណត់រូបធម៌នេះវិយោធាតុហ្នឹងរូបធម៌ទេរូបធម៌ហើយផ្កានោះក៏អាចកំណត់ជារូបធម៌ដែរហើយចិត្តតច្ចវិយោធាតុនេះដែលមានចិត្តជាសមុដ្ឋានរុញនៅនឹងរុញនៅរូបហ្នឹងធ្វើឲ្យដៃហ្នឹងទៅកាន់ផ្កាអញ្ចឹងចិត្តវាបញ្ជាញ៉ាំងនាមកាយនឹងរូបហ្នឹងទៅបេះផ្កាដោយមហាកុសលចិត្តអញ្ចឹងញ៉ាំងវិញ្ញាតរូបហ្នឹងគឺកាយវិញ្ញាតរូបហ្នឹងឯងព្រោះកាយហ្នឹងវាមានចិត្តនៅក្នុងហ្នឹងហើយមានវិយោធាតុរុញឲ្យវិញ្ញាតជាការកាន់ជាការដើរទៅកាន់ផ្កាទៅបេះផ្កាអញ្ចឹងណាហើយផ្កាហ្នឹងដើម្បីបូជាព្រះឃើញផ្កាហ្នឹងជារូបធម៌ហើយក្នុងកើតមួយហ្នឹងរូបមួយសុទ្ធតែមានអវិធិភពរូប8នេះទាំងអស់អញ្ចឹងវាសុទ្ធតែជារូបធម៌អញ្ចឹងមโนទ្វារពេលហ្នឹងទទួលធម៌មេរ័មដោយមហាកុសលចិត្តមានអារម្មណ៍ជាបរមត្ថហើយអត់មានសត្វអត់មានបុគ្គលអត់មានបរិយអត់មានស្ត្រីហ្នឹងហើយរៀបរាប់មកមិញសិតតែជារូបធម៌នេះហើយសិតតែជារូបធម៌ហើយនឹងចិត្តហ្នឹងវាញ៉ាំងឲ្យវិយោធាតុរុញការដើរការតបេះការកាន់កាយទាំងឡាយហ្នឹងឃើញទេមโนទ្វារហ្នឹងទទួលអារម្មណ៍ជាបរមត្ថឧទាហរណ៍យើងទៅបេះផ្កាអញ្ចឹងសង្កត់ត្រឹមតែនាមធម៌ហ្នឹងញ៉ាំងកាយគឺវិយោធាតុរៀបចំដាក់ជើងពៀនថ្វាយបង្គំដល់ព្រះសម្មាសម្ពុទ្ធឃើញបរមត្ថត្រឹមតែជារូបធម៌មហាកុសលប្ររពយកគុណព្រះពុទ្ធជាអារម្មណ៍ណានឹងមហាកុសលចិត្តកើតតាមមโนទ្វារចំណែកសុត្តមโนទ្វារ
សុទ្ធៈមโนទ្វាគឺការត្រេះរិះនៅក្នុងមโนទ្វាសុទ្ធមโนទ្វាហ្នឹងអត់បានបន្តពីបញ្ញទ្វាទេតែពីលើហ្នឹងបន្តនេះការកើតមិញហ្នឹងបន្តនេះពេលណាបញ្ញទ្វារត់ចូលមโนទ្វាប៉ុន្តែសុទ្ធៈហ្នឹងបកប្រែថាសុទ្ធហ្នឹងគឺអត់មានតកតងនៅក្នុងបញ្ញទ្វាទេវាចាក់កើតនៅក្នុងមโนទ្វាតែម្ដងគឺការត្រេះរិះនៅក្នុងមโนទ្វានៅក្នុងសុទ្ធៈមโนទ្វាហ្នឹងគឺអត់បានបន្តពីបញ្ញទ្វាទេឧទាហរណ៍ថារឿងរ៉ាវណាយូរហើយហ្នឹងណាយកមកគិតឡើងវិញដោយអកុសលចិត្តវាជាដើមហ្នឹងទៅអញ្ចឹងរឿងហ្នឹងមិនគួរគិតទេយកមកគិតនៅក្នុងមโนទ្វាម្នាក់ឯងហ្នឹងណាគឺខំគេហ្នឹងខំហើយខំទៀតអត់និយាយស្ដីទេអត់និយាយស្ដីទេប៉ុន្តែងុំធ្លាប់ទេខ្ញុំក៏ធ្លាប់ដែរហ្នឹងហ៎អញ្ចឹងអត់បាននេះទេអញ្ចឹងរហូតដល់ទៅដេកមិនលក់ផងហើយតាំងឈឺដោយសារអីមโนទ្វាវាធ្វើការមកយកទៅភ្លើដោយសារយើងគិតហ្នឹងអាត្រេះរិះហ្នឹងគឺមโนទ្វាវាធ្វើការរហូតហើយបុគ្គលនៅក្នុងជីវ័ននៅក្នុងមេរៀនរូបបរមត្ថវិញអូយច្រើនណាស់ខ្ញុំបុគ្គលដល់កន្លែងហ្នឹងខ្ញុំធ្លាប់ដេកគិតអត់ប្រយោជន៍ហ្នឹងអូក៏កុសលអកុសលខ្ញុំច្រើនណាស់អកុសលជីវ័នមានតែធ្វើអីកើតទេបានតែដេកគិតអត់ប្រយោជន៍អញ្ចឹងការរៀននេះដូចជាបន្តិចឲ្យយើងដឹងចឹងមិនហ្នឹងគិតដឹងសិទ្ធិបរមត្ថធម៌ណាហើយដឹងដោយបញ្ញាតិចាស់តែនេះដឹងដោយបញ្ញាអញ្ចឹងបេះកាមមិនហ្នឹងឯងតែបើគិតជាបញ្ញាគឺឈប់គិតថាការហ្នឹងជារូបធម៌គិតថាការហ្នឹងជាការហើយមានអ្នកបេះដឹងថាជាការឈប់ពេលណាបេះតែដឹងថាការឈប់ទៀតដឹងថាការម្លេះទៀតដឹងថាការកលាបទៀតហើយកើតសេចក្តីជ្រះថ្លាដោយសារមានការកលាបការឈប់អីហ្នឹងយកទៅថ្វាយព្រះអង្គចម្រើនអាណាបាជាដើមហ្នឹងទៅអាណាបាហ្នឹងក៏ជាបញ្ញាបញ្ញាដែលកើតក្នុងមហាកុសលចម្រើនអសុភៈអីជាដើមហើមប៉ោងហ្នឹងអានោះអសុភៈហ្នឹងក៏បញ្ញាអញ្ចឹងចម្រើនឈានអីហ្នឹងសុទ្ធតែជាបញ្ញាទាំងអស់នៅក្នុងមโนទ្វាដោយមហាកុសលចិត្តតើប៉ុណ្ណឹងបានហើយយល់អត់រស់អត់រស់អ្នកគ្រូប៉ុន្តែបែកច្រើនទៅទៀតដូចអត់សូវយល់អ្នកគ្រូមានអីសូវយល់បងមេរៀននេះជ្រៅយល់មកវាមិនជ្រៅអីខ្លាំងគ្រាន់ថាយល់អ្នកគ្រូវាមិនជ្រៅអីខ្លាំងមកគ្រាន់ថាស្ដាប់យើងអត់តាន់រៀនវាជ្រៅហើយនេះប្រកាន់កាំងបោះឆែតទី3ចាដល់ពេលបែកញែកទៅទៀតអត់សូវយល់អ្នកគ្រូបើតាមអ្នកគ្រូក៏រៀនមកអាហ្នឹងមើលទៅយល់ខ្លះហើយអ្នកគ្រូយល់តិចទៅចាយល់តិចហើយអ្នកគ្រូមួយទៅភ្លេចអស់វិញក៏មិនដឹងតោះបើកសភៅមើលទៀតអាហ្នឹងយើងអញ្ចឹងឯងយើងយល់ទៅពេលណាយើងរៀនដល់មេរៀនហ្នឹងទៅយល់ច្រើនទៅចាអ្នកបងបងសុទ្ធទៀតរៀនចិត្តយល់ចាអ្នកគ្រូយល់បានខ្លះហ្នឹងប៉ុន្តែគ្រូយល់មិនទៅអាមុំអីហ្នឹងចាយល់ដល់ចាំដឹងតែយាមអាននឹងច្បាស់បងនឹងបញ្ញាច្បាស់នឹងបានគាត់អីជាបញ្ញាអត់យល់ទេឧទាហរណ៍បានថាផ្លាស់ថ្នាក់ញាប់តែเป็นឲ្យទូនិយាយតាវើហើយយល់ពី
Chẳng ạt miền đấy nè, ạt miền số ấy nè,จะมาเรียน ครูโหกลายงอมตอนคืนนี่ ចា một ទៅ ai ចូលកន្លែង cũng កម្ម xong នេះបែកខ្ទិះទៀតហើយមេរៀនប្រកាន់អកតាខ្ញុំតាមពិតខ្ញុំដាក់ឲ្យថ្នាក់ម៉ោងយប់នោះទេហើយខ្ញុំព្រោះតែឃើញបាញ់ឲ្យថ្នាក់នេះមួយទៀតតែចេះឲ្យទៅអានេះជាមេរៀនសំខាន់ណាតែយើងធ្វើបន់ធ្វើបាបនោះវាកើតនៅជីវ័នទីប៉ុន្មានវាឲ្យផលនៅជីវ័នទីប៉ុន្មានហ្នឹងគឺយើងអ្នកសិក្សាហ្នឹងគួរតែដឹងឯងគួរតែដឹងឯងពិតមែនរៀនតាមដល់មែនឲ្យដឹងទៅដឹងថាពេលធ្វើបន់ធ្វើបាបហ្នឹងវាកើតនៅតាមណាជីវ័នឲ្យផលនៅជីវ័នណាជំរាបសួរអ្នកគ្រូអ្នកគ្រូបរាបរិយវេតនិយកម្មហ្នឹងចើហ្នឹងអានថាម៉េចអ្នកគ្រូចូលមិនអបច្ចចើទី2ដល់6អូជីវ័នទីរត់ចូលខ្ញុំថាជាតិតែក៏ស្អីទេតែជីវ័នចាអរគុណអ្នកគ្រូខ្ញុំដើររត់ចូលនោះស្អីគេចូលអាអ្នកទៅសេនេះវាវែងណាចូលជីវ័នចឹងប៉ុណ្ណឹងចាស់ខ្ញុំសូមធ្វើកិច្ចខមាទេទៅពុទ្ធេយោកតិតាតោសាពុទ្ធោកម្មតតាំងមមាំធម្មេយោកតិតាតោសាធម្មោកម្មតតាំងមមាំសង្ឃេយោកតិតាតោសាសង្ឃោកម្មតតាំងមមាំតោអាណាដែលខ្ញុំព្រះករណាធ្វើឲ្យភ្លាំងផ្្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករណាអិទាំងវោបញ្ញੰញាតេណាំហន្តុសុគតាហន្តុញាតយ៉ាងសាធុ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 អរគុណចាអ្នកគ្រូជំរាបលានឹងធម្មយាត្រាចាស់ជំរាបលាគ្រប់លាសូមជំរាបលាសម្រាប់ពរលាខ្ញុំយកនឹងគ្រប់សម្រាប់ពរលាអ្នកគ្រូណាថ្វាយខ្ញុំស្ដាប់បានទេយល់មែនស្ដាប់បានអ្នកគ្រូចូលមកក្រោយគេចេញមកពីតាមចេញមកពីខាងវិន័យនោះហើយចូលមកឆក់មកហ្នឹងនេះរូបពីណែពុកពីនោះផងអ្នកគ្រូអើយជាស្រ័យផងអីទេលោកចាស់